បាទខ្ញុំជុនច័ន្ទបុតសូមជម្រាបសួរលោកអ្នកស្ដាប់ជាថ្មីម្ដងទៀតនេះគឺជានីតិវេទិកាអ្នកស្ដាប់វិទ្យុអវឌីសេរីហើយយើងមានវាគ្មិន3រូបវាគ្មិនមួយរូបគឺអាយដាមអ៊ុំសំអានអាយដាមគឺជាតំណាងរាស្ត្រនៃគណៈបក្សសង្គ្រោះជាតិអាយដាមពេលនេះកំពុងតែនៅសហរដ្ឋអាមេរិកហើយយើងបានអញ្ជើញអាយដាមមកក្នុងបន្ទប់ផ្សាយរបស់វិទ្យុអវឌីសេរីនៅក្នុងរដ្ឋធានី Washington តែម្ដងបាទសូមជម្រាបសួរអាយដាមបាទមានវាគ្មិន2រូបទៀតគឺជាវាគ្មិនពិសេសរបស់យើងនៅឯក្រុងភ្នំពេញគឺលោកសាស្ត្រាចារ្យបណ្ឌិតសុកទួយលោកជាប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជាបាទសូមជម្រាបសួរលោកបណ្ឌិតសុកទួយពីចម្ងាយបាទជម្រាបសួរបងជុនច័ន្ទបុតបាទនៅលោកបណ្ឌិតម្នាក់ទៀតដែលមានថ្មីមាត់ដែរគឺលោកបណ្ឌិតកែមលីលោកបណ្ឌិតកែមលីជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមខ្ញុំបាទក៏សូមជម្រាបសួរពីចម្ងាយដែរបាទសូមជម្រាបសួរបាទយើងដាក់ប្រធានបទមកនេះហើយមុននឹងចាប់ផ្ដើមសួរសំណួរដទៃទៀតនឹងខ្ញុំបាទចង់សួរសំណួរដែលជាប្រធានបទចម្បងរបស់ការផ្សាយរបស់យើងនៅពេលនេះគឺថាក្រោយពីការព្រមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថានឹងចាត់ការជនទាំងឡាយណាដែលហ៊ាននិយាយថាផែនទីនឹងคล้ายៗនោះហើយនឹងក្រោយពីការផ្ទៀងផ្ទាត់ហើយនឹងតើការតវ៉ាពីរឿងផែនទីនឹងអាចស្ងប់ឬទេខ្ញុំបាទចង់ដាក់សំណួរនេះមុនគេទៅអាដាមអ៊ុំសំអានអាដាមអ៊ុំសំអានធ្លាប់ប្រើពាក្យថាផែនទីដែលរដ្ឋាភិបាលប្រើនឹងคล้ายៗតើអាដាមនឹងអាចស្ងប់នឹងការតវ៉ាទេនឹងឈប់ប្រើពាក្យคล้ายៗនឹងតទៅទៀតទេសូមជឿបាទខ្ញុំសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុស៊ីសេរីទាំងអស់ជាទីគោរពរាប់អានខ្ញុំកន្លងមកហ្នឹងគាត់ថាយើងសង្ស័យថាផែនទីហ្នឹងជាផែនទីមិនត្រឹមត្រូវឬខ្លីៗចឹងទៅព្រោះដែលខ្ញុំនិយាយហ្នឹងមានខ្ញុំអ្នកនិយាយទេគឺសម្ដេចតាឆ្នាំ2004ហ្នឹង BMD ប្រតិបត្តិ BMD របស់សម្ដេចតាហ្នឹងលោកសម្ដេចតាមានបន្ទូលថាឯកឧត្តមវ៉ាកំហុងហ៊ានយកផែនទីคล้ายៗមកបង្ហាញខ្ញុំហើយក៏ហៅថាជាផែនទីនៃរបបសង្គមរាស្ត្រនិយមបាទហើយក៏ខ្ញុំឆ្នាំ2001ហ្នឹងខ្ញុំចូលកសម្ដេចតាក៏សម្ដេចតាមានបន្ទូលផាក់ផែគ្នានឹងដែរនៅក្នុងព្រមជីវិតវាងក៏ពេលហ្នឹងខ្ញុំជាប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យបាទហើយដូច្នេះខ្ញុំចង់ឆ្លើយតបនឹងសំណួរដែលលោកជុនច័ន្ទបុតគាត់បានសួរអមាញ់មិញថាអាចមានភាពស្កប់ស្ងាត់ទេបន្ទាប់ពីលោកហ៊ុនសែនគាត់ប្រកាសអញ្ចឹងខ្ញុំគិតថាมันមានភាពស្កប់ស្ងាត់ទេព្រោះហេតុអីព្រោះការផ្ទៀងផ្ទាត់ផែនទីនេះมันមានជាផែនទីផ្លូវការខាងរដ្ឋាភិបាលក៏ដូចជាលោកបណ្ឌិតសុខទុយគាត់មានប្រសាសន៍ថាផែនទីហ្នឹងផែនទីអាមេរិកទម្លាក់ក្របបែកតែផែនទី18ទាំងដែលយកពី UN ហើយខាងរដ្ឋាភិបាលក៏និយាយដែរថាផែនទីហ្នឹងមិនអាចយកមកបោះបង្គោលបានទេផែនទីហ្នឹងមិនមានផែនទីយើងចង់បានទេផែនទីបូនដែលយើងស្នើសុំពីអង្គការសហប្រជាជាតិຂະຫນាត1 លើ 100 ប៉ុណ្ណឹងក៏ UN រកមកឃើញដែរតាមលិខិតរបស់ UN ក៏បញ្ជាក់អញ្ចឹងថារកអត់ទាន់ឃើញទេរកឃើញផែនទី UTM វិញណាຂະຫນាត1 លើ 100 ប៉ុណ្ណឹងអញ្ចឹងមិនមែនជាផែនទីផ្លូវការហើយយកមកផ្ទៀងផ្ទាត់គ្នាហើយថាជាផែនទីផ្ទៀងផ្ទាត់ទៅស្រាប់តែឃើញផ្ទៀងផ្ទាត់ទៅត្រូវគ្នាហើយផែនទីផ្លូវការមិនត្រូវព្រោះមកថាយើងសង្ស័យដល់លុយនឹងខ្លាំងខ្លាយអត់ចាប់ទៅផ្ទៀងផ្ទាត់ជាមួយលុយខ្លាំងខ្លាយស្រាប់ថាត្រូវគ្នាស្ទឹមត្រូវហើយលុយនោះត្រឹមត្រូវមិនអាចយើងចិត្តបានលោកអ៊ុំសំអានគឺលោកនៅតែប្រកាន់ជំហរតាមអ្វីដែលលោកថាសម្ដេចតាបានចុះផ្សាយលើ BMD នឹងថាផែនទីនឹងខ្លាំងខ្លាយលោកនៅតែប្រកាន់ជំហរតាមសម្ដេចតាដដែលបាទព្រោះខ្ញុំឃើញផែនទីដែលលោកបណ្ឌិតសុខទុយបង្ហាញនៅរាជបណ្ឌិតសភាហ្នឹងក៏ដោយលោកវ៉ាកំហុងពេលផ្ទៀងផ្ទាត់ជាមួយផែនទី UN ហ្នឹងឃើញមានត្រាវៀតណាមដោយផ្ទាំងដាក់ធួយមានត្រាវៀតណាមខាងក្រោមហើយមានចុះហត្ថលេខារវាងលោកដិតមន្ទីហើយនិងលោកលីវ៉ាន់លើឆ្នាំ1985អញ្ចឹងមានតែឆ្នាំ85បានមកចុះហត្ថលេខាចុះផែនទីតម្កល់នៅ UN ឆ្នាំ64ហ្នឹងហើយលេពេលបង្ហាញផែនទីផ្ទៀងផ្ទាត់ផែនទីនៅរាជបណ្ឌិតសភាហ្នឹងមានជំនួយការខ្ញុំម្នាក់ក៏សួរលោកបណ្ឌិតសុខទុយថាមានត្រាវៀតណាមលោកបណ្ឌិតសុខទុយគាត់ឆ្លើយរួចដល់អញ្ចឹងឲ្យលោកបណ្ឌិតម្នាក់ឆ្លើយជំនួសបាទហ្នឹងមូលហេតុដែលបញ្ហាហ្នឹងយើងសង្ស័យយ៉ាងណាជំហររបស់អាដាមអ៊ុំសំអាននៅពេលនេះហាក់ដូចជាផ្ទុយទៅនឹងមេដឹកនាំផ្ទុយទៅនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ថានឹងចាត់ការបើសិនជាអ្នកណានៅតែប្រកាន់ជំហរថាផែនទីខ្លាំងខ្លាយផ្ទុយនឹងមេគណៈបករបស់អាដាមផ្ទាល់ដែលលោកប្រកាសថានឹងឈប់ចាក់កលេចរដ្ឋាភិបាលទៀតហើយអត់ទេសម្ដេចហ៊ុនសែនក៏មានប្រសាសន៍យ៉ាងនេះប៉ុន្តែគណៈបក្សសង្គ្រោះជាតិជំហរគឺថារហូតដល់ពេលនេះយើងអត់ទាន់ទទួលស្គាល់ថាផែនទីនោះត្រឹមត្រូវអត់ទេយើងអត់ទាន់ប្រកាសជំហរដល់ឡើយទេយើងផែនទីជារឿងមួយប៉ុន្តែរឿងថាឈប់ចាក់កលេចរដ្ឋាភិបាលអានឹងវាអាចទូទៅជាងទេបាទឈប់ចាក់កលេចហ្នឹងមានន័យថាឥឡូវនេះលោកហ៊ុនសែនកំពុងកពុលមុខព្រោះគាត់ប្រើផែនទីដែលគេសង្ស័យអញ្ចឹងណាផែនទីហ្នឹងគឺផែន
នទីភ្ជាប់ជាមួយសន្ធិសញ្ញាឆ្នាំ1985ដែលមានផែនទី HCI ខ្នាត1លើ100,000ជាមួយចំនួន26ផ្ទាំងនិងផែនទី UTM ដែលជាផែនទីខ្នាត1លើ50,000ដែលផ្ទុយទៅនឹងមាត្រា2នៃរដ្ឋធម្មនុញ្ញហ្នឹងព្រោះលោកមនិតសុខទួយហើយលោកហ៊ុនសែនហ្នឹងចង់ធ្វើវិសោធនកម្មមាត្រា2ហ្នឹងដើម្បីឲ្យត្រូវដល់ផែនទីរដ្ឋាភិបាលប្រកាសខុសហ្នឹងគឺផែនទីខ្នាត1លើ50,000ហ្នឹងចំនួន40ផ្ទាំងភ្ជាប់ជាមួយសន្ធិសញ្ញាឆ្នាំ1985ហើយក៏មាត្រា3ចំណុច2ក៏និយាយពីការបោះពុំផែនទីឡើងវិញផែនទី UTM ខ្នាត1លើ50,000ហ្នឹងដែលវៀតណាមគេជួយបោះពុំយើងដែរដូច្នេះមានន័យថារឿងនេះអត់តន់ជាប់ទេយើងចាំមើលផែនទីដែលអាចរកឃើញពីអង្គការសហជីវជាតិដែលផែនទីសម្ដេចតាតម្កល់នៅអង្គការសហជីវជាតិហ្នឹងឬក៏ផែនទីមកពីមហាអំណាចទាំង3ប៉ុន្តែឥឡូវនេះអង់គ្លេសថាអត់រកឃើញហើយអញ្ចឹងចាំប្រទេសមហាអំណាចទីទៀតបាទឥឡូវលោកអ៊ុំសំអានថានឹងមិនចប់ទេនឹងមិនស្ងប់ឥឡូវខ្ញុំសូមងាកសួរសំណួរដដែលនេះទៅលោកកាន់លេងម្ដងលោកគិតថាស្ងប់ទេហើយបើមិនស្ងប់ទេនឹងធ្វើម៉េចដើម្បីឲ្យស្ងប់បានបាទសូមជឿខ្ញុំគិតថាមិនស្ងប់ទេបើសិនជាយើងចង់ឲ្យស្ងប់វាតតែរដ្ឋាភិបាលនឹងបង្ហាញព្យាយាមយកវេទិកាបង្ហាញឲ្យច្បាស់ថាតើសិទ្ធិសញ្ញាឆ្នាំ1979នឹងនៅឯណាហើយដាក់បង្ហាញជាសាធារណជនសិទ្ធិសញ្ញា81 82ឬក៏85នឹងនៅឯណាហើយមានឧបសម្ព័ន្ធអីខ្លះបង្ហាញគេច្បាស់ទៅអានឹងខ្ញុំគិតថាអាចនឹងស្ងប់មួយរយៈហើយបានអត់ស្ងប់ទី1យើងយកខ្ញុំជាឧទាហរណ៍ថាយើងយកគោយកមកប្រៀបធៀបមួយកបីវាគ្រាន់តែមានកតុយវាគ្រាន់តែមានជើង4វាគ្រាន់តែមានស្នែងដូចគ្នាក៏ប៉ុន្តែគោវាអត់ដូចកបីទេហើយបានខ្ញុំនិយាយអញ្ចឹងពីព្រោះថាផែនទីដែល UN នោះមានតែ18ផ្ទាំងហើយទៅប្រៀបធៀប26ផ្ទាំងយើងគិតថាទៅប្រៀបធៀបមិនពីព្រោះអាមួយផ្ទាំងនោះវាមានមាត្រដ្ឋាននៅលើផែនដីអញ្ចឹងគ្រាន់តែចំនួនហ្នឹងវាខ្វះ8ផ្ទាំងបាទអាហ្នឹងរឿងមួយរឿងទី2ដែលយកគោមកប្រៀបមួយកបីហ្នឹង UN គឺខ្នាត1លើ100,000 OITM ប៉ុន្តែរដ្ឋាភិបាលមានដល់26ផ្ទាំងគឺផែនទីបោនហើយ40ផ្ទាំងគឺផែនទី OITM អញ្ចឹងយើងយកគោមកប្រៀបធៀបមួយកបីហ្នឹងមិនបានហើយស្ងប់គឺប្រជាពលរដ្ឋដែលខាតប្រទេសដែលខាតការជជែកគ្នាក្នុងការតតាំងជាគំនិតការតតាំងក្នុងការស្រាវជ្រាវវាចំណេញទី1គឺផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋចំណេញទី2គឺធ្វើឲ្យមានតម្លាភាពពីព្រោះកាលណាការជជែកគ្នាទៅប្រជាជនយល់អ្នកណាខុសអ្នកណាត្រូវត្រឹមត្រូវកម្រិតណាហើយចំណេញទី3គឺប្រសិនបើយើងរកឃើញនៅការពិតមែនតែនគឺវាផ្ដល់ផលវិជ្ជមានទៅដល់ប្រទេសទៅវិញទេព្រោះយើងយកទៅផ្ទៀងផ្ទាត់ផែនដីបើវាមានខុសមានត្រូវយើងអាចមានសិទ្ធិតវ៉ាបន្តទៅទៀតហើយបើស្ងាត់ដែលយើងខាតត្រង់គ្នានៅពេលដែល UN រកមិនឃើញហើយបានផែនទីផ្សេងមកវិញហេតុអីបានយើងមិនព្យាយាមរកនីតិវិធីដើម្បីឲ្យ UN នឹងព្យាយាមរកបន្តទៅទៀតទី1ទី2អាការផ្ដល់ផែនទីវាជារឿងរសើបមួយពី UN អាចថាផ្ដល់មកបើសិនជាមានបញ្ហាវាមានសង្គ្រាមរវាងប្រទេសនិងប្រទេសអញ្ចឹងប្រសិនបើมันមាននីតិវិធីច្បាស់លាស់ត្រឹមត្រូវគឺ UN មិនអាចផ្ដល់ឲ្យបានទេពេលខ្លះជាពាក្យភាសាការទូតថារកមិនឃើញប៉ុន្តែបើសិនជាយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិវិញខ្ញុំគិតថារកឃើញពីព្រោះកាលណាតុលាការគេស្នើសុំពីអង្គការសហជាតិព្រោះតុលាការហ្នឹងវាជាយន្តការរបស់អង្គការសហជាតិដែរហើយខ្ញុំមើលឃើញចំនួនច្រើនដែលគេមានឯកសារហើយចំនួនច្រើនព្រំដែនឲ្យតែប្រទេសនិងប្រទេសច្រើនតែគេប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដូចនីហ្សេរីយ៉ាកាមេរូនដូចម៉ាដាហ្គាស្កាជាមួយនឹងកូសូម៉ូប្រទេសស្ប៉ែនបានន័យថាអេស្ប៉ាញជាមួយនឹងម៉ូរ៉ូកូឬក៏យូហ្គាន់ដាជាមួយនឹងរ៉ូវ៉ាន់ដាហ្សំបៀជាមួយកុងហ្គោអីភាគច្រើនឲ្យតែមានវិវាទជាលក្ខណៈអន្តរជាតិឲ្យតែមានវិវាទព្រំដែនគឺគេប្តឹងទៅរកយន្តការណាមួយដែលមានយុត្តិធម៌ខ្ពស់បំផុតដើម្បីឲ្យប្រជាជនគេឲ្យប្រជាជាតិគេនឹងស្ងប់អារម្មណ៍ហើយទុកចិត្តបំផុតពីព្រោះយើងចរចាភាគីប្រទេសធំប្រទេសទូចយើងត្រូវរកអ្នកទី3ដើម្បីមកជួយបាទ
អរគុណលោកបណ្ឌិតកែមលីដូច្នេះលោកបណ្ឌិតមានប្រសាសន៍ថាប្រជាពលរដ្ឋកម្ពុជាក៏មិនទាន់អាចស្ងប់ហើយរដ្ឋាភិបាលកម្ពុជាក៏មិនគួរស្ងប់ដែរត្រូវរិះរកវិធានការបន្តទៀតមានការប្តឹងផ្ដាល់ទៅតុលាការអន្តរជាតិជាដើមឥឡូវនេះខ្ញុំងាកមកលោកបណ្ឌិតសុកទួយវិញម្ដងលោកបណ្ឌិតសុកទួយការពិតនឹងលោកបណ្ឌិតពេលនេះល្បីណាស់នៅពេលដែលខ្ញុំបានដាក់ផ្សាយអំពីរឿងការផ្សាយវេទិកាយុគនេះនឹងគឺមានសំណួរច្រើនណាស់គឺថាសូមសួរលោកបណ្ឌិតសុកទួយឲ្យផងសូមសួរឲ្យផងខ្ញុំនឹងជ្រើសរើសមក 3-4 សំណួរទេដើម្បីសួរលោកបណ្ឌិតក៏ប៉ុន្តែមុននឹងសួរសំណួររបស់លោកអ្នកស្ដាប់ឬមួយអ្នកដែលផ្សាយតាម Facebook មកខ្ញុំបាទសូមសួរសំណួរខ្ញុំមុនគឺជាសំណួររួមនឹងថាតើលោកបណ្ឌិតគិតថាបន្ទាប់ពីការប្រមានបន្ទាប់ពីការផ្ទៀងផ្ទាត់នឹងហើយនឹងសភាពការអាចស្ងប់ទេក្នុងរឿងការតវ៉ារឿងព្រំដែននេះបាទសូមជឿបាទអរគុណសូមស្វាគមន៍ប្រិយមិត្តទាំងអស់ដែលតាមដានវិទ្យុអស៊ីសេរីក៏ដូចជារងការបកស្រាយរបស់អ្នកដែលសិក្សាអំពីផែនទីខ្ញុំរីករាយនឹងអ្វីដែលនិយាយអំពីអាយដាមអ៊ុំសំអានឬក៏លោកបណ្ឌិតកែមលីប៉ុន្តែសម្រាប់ខ្ញុំដែលជាអ្នកសិក្សាស្រាវជ្រាវវាអាប៉ោងបើកក្របមិនមែនឲ្យអត់ទៀតទេទាំងអាយដាមអ៊ុំសំអានទាំងអាយដាមទាំងបណ្ឌិតកែមលីយើងដឹងទាំងអស់គ្នាអត់មានបិទក្របទេលោកអាយដាមអ៊ុំសំអានមិនអស់ចិត្តប៉ុន្តែបករបស់លោកឲ្យ26មកប្រើបានតែ24ផ្ទាំងទេលោកមិនក៏លោកនៅតែមិនអស់ចិត្តទៀតលោកត្រូវស្ដីបន្ទោសបករបស់លោកដែលលោកឲ្យផែនទីមកមិនគ្រប់អាប៉ោងបើកក្របតើហើយទី2លោកនិយាយថាឲ្យសហការីលោកសួរខ្ញុំថាផែនទីបោះត្រាវៀតណាមខ្ញុំឆ្លើយមិនរួចលោកចេះតែនិយាយរឿងផែនទីដែលតែយកចេញពីបណ្ណាល័យណាបណ្ណាល័យនឹងបោះពុំហើយគ្មានអីឆ្លើយមិនរួចទេអញ្ចឹងជំនួយការរបស់លោកកុំប្រើចរិតដូចលោកដែលគ្មានការពិតហើយនិយាយបំផ្លើសអានឹងវាជារឿងមួយដែលយើងមិនត្រូវយកមកនិយាយដែលអត់ពិតចឹងទេចំណុចទី3លោកថាអ្វីដែលមានបង្កល់ដោយអង្គការសហប្រជាជាតិវាអត់មានឥឡូវនេះយើងសង្ឃឹមពីរគឺអាមេរិកនិងបារាំងលោកសិក្សាអំពីប្រទេសនៅក្នុងដែលព្រំដែននៅក្នុងសម័យអាណានិគមគេចែកចេញជា4ទី1គឺលក្ខណៈប្រវត្តិសាស្ត្រទី2គឺជាលក្ខណៈប្រវត្តិសាស្ត្រដូចជារឿងស្តាលីនិងប៉ារ៉ាសែលអញ្ចឹងប្រវត្តិសាស្ត្របានឃើញកាក់នឹងចតសំពៅនឹងគេថាជារបស់គេទី2គឺជាប្រទេសនៅក្រោមអាណានិគមនឹងដូចជាកម្ពុជាក្រោមអាណានិគមបារាំងហ្នឹងគឺគេទទួលស្គាល់នៃផែនទីគូសដល់អាណានិគមទី3គឺផែនព្រំដែនដែលបន្សល់ក្រោយសង្គ្រាមលោកទី2ឧទាហរណ៍នៅជារឿងជប៉ុននិងប្រទេសរុស្ស៊ីដែលសង្គ្រាមគេថាប្រជុំកោះដែលគូរៀលនិងសាខាលីនក្រោយពីជោគជ័យជប៉ុនធ្វើសង្គ្រាមអន្តរកាសហើយរុស្ស៊ីបានត្រូវវាយកម្ដុំកោះហ្នឹងគឺកោះហ្នឹងវាស្ថិតនៅក្នុងទឹកដីរបស់រុស្ស៊ីអាហ្នឹងគឺជារឿងមួយទៀតរឿងដែលតាក់ទិនទៅនឹងអ្វីដែលក្រោយជាបន្ទុកដូចជានៅប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថានអាហ្នឹងគឺសិតសឹងតែជាចំនួនព្រំដែនឯកម្ពុជានេះវាចូលក្នុងចំណុចទី3គឺព្រំដែនដែលបន្សល់ពីអាណានិគមយើងត្រូវគោរពអញ្ចឹងយើងមានផែនទីរបស់យើងគូសបន្សល់ដោយបារាំងដូច្នេះយើងមិនត្រូវនិយាយអ្វីដែលគ្មានការពិតឥឡូវហ្នឹងយើងគិតថាឥឡូវអង់គ្លេសគេឆ្លើយមកហើយសម្ដេចតាការគាត់នៅមានបញ្ជនហេតុអីក៏គាត់មិនទៅសុំពីអង្គការសហជីវជាតិបើយល់ថាអេដាមវ៉ាកំហុងយកផែនទីខ្លាំងខ្លាយក្នុងនាមព្រះអង្គជាព្រះមហាក្សត្រមិនក៏មិនសេរីខិតហ្នឹងទៅអង្គការសហជីវជាតិទៅយកអាហ្នឹងមកក្នុងនាមជាអ្នកដឹកនាំចំណុចទី1ចំណុចទី2យើងដឹងហើយថាផែនទីដែលមានគឺយើងយកមកពីបារាំងពីអាមេរិករបស់រដ្ឋាភិបាលរបស់គណៈបក្សសង្គ្រោះជាតិរបស់អង្គការសហជីវជាតិឥឡូវនេះយើងឃើញថាយើងយកពីបារាំងមកផ្ទៀងផ្ទាត់ជាមួយរដ្ឋាភិបាលក៏នៅតែរដ្ឋាភិបាលត្រូវយើងយកពីអាមេរិកក៏យើងតែត្រូវព្រោះអាប៉ោងបោកក្របថ្ងៃនោះខ្ញុំឲ្យតែផ្ទៀងផ្ទាត់គ្រប់ទាំងលោកសង្ឃទាំងសារព័ត៌មានទាំងប្រជាជនទាំងអ្នកស្រាវជ្រាវឲ្យទៅមើលរហូតដល់អ្នកនយោបាយដឹកដៃគ្នាទៅទៀតអញ្ចឹងយើងគិតមើលពីបារាំងយើងឃើញហើយគេថា IGN ចេញពីបណ្ណាល័យរបស់ IGN ហ្នឹងអញ្ចឹងបានន័យថាម៉េចយកមកផ្ទៀងផ្ទាត់របស់រដ្ឋាភិបាលទៅទៀតប៉ុន្តែហេតុអីបានយើងយករបស់រដ្ឋាភិបាលជាគោលព្រោះមានមូលដ្ឋាន3សំខាន់ទី1មូលដ្ឋានកតិយុត្តមានន័យថាផែនទីដែលរដ្ឋាភិបាលប្រើ
គឺបានទទួលស្គាល់ដោយអង្គនីតិបញ្ញត្តិអង្គនីតិបញ្ញត្តិនឹងទាំងសភាទាំងព្រឹទ្ធសភាទី2មានការឡាយប្រហោះពីព្រះមហាក្សត្រទី3គឺយើងមានកិច្ចព្រមព្រៀងនឹងចុះហត្ថលេខាទៅលើផែនទីរវាងប្រទេសជិតខាងគឺប្រទេសវៀតណាមនិងប្រទេសកម្ពុជាយើងមិនមែនបោះបង្គោលព្រំដែនទៅនៅកម្ពុជាទេយើងបោះបង្គោលរវាងវៀតណាមនិងកម្ពុជាបើសិនជាកម្ពុជាអត់ឯកភាពក៏មិនអាចបោះបានបើសិនជាវៀតណាមមិនឯកភាពក៏មិនបោះបានប៉ុន្តែផែនទីទាំងអស់នោះបើផែនទី3ដូចគ្នាហើយផែនទី1ដែលមានលក្ខណៈកតិយុត្តយើងត្រូវយករបស់ដែលមានផ្លូវកតិយុត្តដើម្បីបោះចុះបោះ UN អ្នកខ្លះសូម្បីតែអាដាមអ៊ុំសំបានក៏យល់ខុសដែរថាផែនទីបោះ UN គឺផែនទីទម្លាក់របែកគូដោយនេះខ្ញុំខំជំរាបជូនថា UTM និងបនគ្រាន់តែបនមិនអាចប្រើប្រាស់ GPS ពីព្រោះ UTM ជាបោះអាមេរិកដែលបោះអ្នកប្រាជ្ញបោះអាមេរិកគេបោះអញ្ចឹងយើងមានន័យថាម៉េចទេបនគឺវារៀងជាសជីបើយើងនិយាយពីกระดาษវារៀងជាសជីដែររៀងជាសជីអញ្ចឹងយើងឲ្យអញ្ចឹងហើយកណ្ដាលយើងដាក់ពុកគោលវាត្រូវចំណោលហើយក្នុងការផែនទីវាអត់មានកលាវាស់ទេដល់ពេល UTM មានន័យថាជារៀងស៊ីឡាំងអញ្ចឹងយើងវាស់ផែនទីហ្នឹងអញ្ចឹងយើងយល់ថាម៉េចទៅគឺຂະຫນາດ100ពាន់ដូចគ្នាអញ្ចឹងតែយកទៅប្តឹងអង្គការសហជីវជាតិហ្នឹងគឺមានន័យថាម៉េចគឺយកតែចំណុចណាដែលមានការឈ្លានពានពីប្រទេសជិតខាងគឺអាធិបតេយ្យនិងសហរដ្ឋអាមេរិកមិនមែនគូសផែនទីថ្មីទេគឺផែនទី18ទាំងហ្នឹងគឺជាផែនទីដកបំលែងហៅថា convert បន្លែងមកទៅជាផែនទី UTM ហើយគេមាននិមិត្តសញ្ញា3និមិត្តសញ្ញារង្វង់មូលនិមិត្តសញ្ញាការ៉េនិមិត្តសញ្ញាត្រីកោណរង្វង់មូលគឺការឈ្លានពាននៅលើផែនដីរង្វង់ថា4ជ្រុងឬក៏ចក្រកោណហ្នឹងគឺការឈ្លានពាននៅក្នុងដែនអាកាសហើយរូបត្រីកោណគឺការឈ្លានពានរបស់ដែនទឹកអញ្ចឹង3និមិត្តសញ្ញាហ្នឹងគឺគេដៅគេប្រាប់ទៀតថានៅឆ្នាំ1963គឺបានឈ្លានពាននៅថ្ងៃនេះកន្លែងណាគេមានបញ្ជាក់ឲ្យត្រឹមត្រូវណាមិនមែនផែនទីគូថ្មីទេផែនទីដដែលដើម្បីឲ្យប្រើ GPS បានគេបំលែងវាឬគេភាសាអមេរិក convert វាឲ្យទៅជា UTM ຂະຫນາດ1លើ100ពាន់ដដែលអត់មានផែនទីคล้ายទេផែនទីដដែលប៉ុន្តែគេរើសតែចំណុចឈ្លានពាននឹងសូមបញ្ជាក់ខ្ញុំឃើញបងជុនច័ន្ទបុតបានបង្ហោះអ្នកខ្លះថាហេតុអីទៅយកផែនទីទម្លាក់រាប់បែកយកមកនេះផែនទីដដែលគ្រាន់តែគេកំណត់ថាកន្លែងណាឈ្លានពានដែនអាកាសកន្លែងណាឈ្លានពានដែនទឹកកន្លែងណាឈ្លានពានដែនគោកអានេះជាការពិតយើងរៀនយកការពិតរឿងព្រំដែនរឿងផែនទីជារឿងជាតិសូមកុំយកនយោបាយមកលូកលាន់ដោយអ្វីដែលលោកអេដាមអ៊ុំសំអានខ្ញុំគោរពប៉ុន្តែពេលនេះអេដាមកំពុងតែប្រើប្រាស់នយោបាយធ្វើជារង្វាស់រង្វល់នៅក្នុងបញ្ហាលោកថាល្អលោកយកមកមើលបើលោកអត់មានហើយលោកអំណាងថាអានឹងវាល្អដល់ណាទៀតបើលោកអត់មានអានឹងដែលយើងឆ្លើយកុំឲ្យថាឥឡូវអ្នកថាទូរស័ព្ទនេះមិនកើតយកទូរស័ព្ទអីមកប្រើបើអត់មានគេទៅប្រើអាមានហើយគេអត់អាចនិយាយបែបហ្នឹងបើសិនជាលោករកផែនទីមិនបានល្អមកជំនួសអានឹងផងតើយើងយកផែនទីអីទៅវាស់អានឹងយើងកុំប្រើប្រាស់យកឆន្ទៈនយោបាយយកភាពងប់ងល់មកដោះស្រាយបញ្ហាហ្នឹងរឿងខ្ញុំសូមបន្ថែមបន្តិចទៀតរឿងមិនទុកសុខមើលការទុកមិនសុខចិត្តរឿងសម្ដេចនាយកបថាមិនប៉ុន្តែយើងមានល្អជាងហ្នឹងទេបើយើងមានល្អជាងហ្នឹងខ្ញុំក៏តបដែរខ្ញុំក៏ទៅពួកខ្ញុំជាប្រទេសរបស់ខ្ញុំមិនមែនប្រទេសរបស់ហ៊ុនសែនណាមិនមែនប្រទេសរបស់សៅមីស៊ីណាមិនមែនប្រទេសរបស់នរ៉ានរ៉ិតណាប្រទេសយើងទាំងអស់គ្នាបើមានល្អជាងប៉ុន្តែវាអត់មានអាប៉ងបើក្របឲ្យតាបាទអញ្ចឹងលោកបណ្ឌិតសុខទួយងាកមកសំណួររបស់ខ្ញុំវិញអញ្ចឹងអ្វីដែលលោកបណ្ឌិតមានប្រសាសន៍មកហ្នឹងគិតថាសមរម្យហើយប្រជាពលរដ្ឋអាចនឹងស្ងប់ពីរឿងតវ៉ានឹងបានទេខ្ញុំឆ្លងជម្រាបជូនថាបើអ្នកនយោបាយមានផែនទីលើសនឹងអញ្ជើញយកមកហើយបើអត់មានទេទុកភារកិច្ចនេះដើម្បីយើងធ្វើបន្តទៅទៀតព្រោះយើងមាន3ដំណាក់កាលខ្ញុំបានខ្ញុំនឹងសួរអំពីរឿងដំណាក់កាលបន្តហ្នឹងហើយប៉ុន្តែមុននឹងសួរដំណាក់កាលបន្តហ្នឹងខ្ញុំចង់ងាកមកអ្វីដែលលោកបណ្ឌិតកែមលីលើកឡើងមិញនេះថាយកគោទៅប្រៀបធៀបមួយកបីក៏ប៉ុន្តែបើលោកបណ្ឌិតថាមិនមែនទេគឺថាគោដដែលហ្នឹងទេយកទៅប្រៀបធៀបមួយគោនឹងដដែលទេគ្រាន់តែថាគេបាន convert គោនឹងដើម្បីឲ្យងាយមើលជាងអីប៉ុណ្ណឹងតើលោកបណ្ឌិតកែមលីអាចទទួលយក
បានទេនៅពេលដែលលោកបណ្ឌិតសុកទួយឆ្លើយថាគោនឹងគោដដែលនឹងជាទូទៅយើងមិនចង់បានផែនទីណាអន់ជាងឬក៏ល្អជាងនេះយើងចង់បានផែនទីដែលវាត្រឹមត្រូវហើយយើងចង់ឲ្យមានតម្លាភាពនៅក្នុងការបង្ហាញហើយផែនទីដែលត្រឹមត្រូវវាជាផែនទីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា2ហើយបានតម្កល់នៅអង្គការសហជីវជាតិចឹងប្រសិនបើយើងព្យាយាមរកផែនទីដែលបានតម្កល់នៅអង្គការសហជីវជាតិទោះបីជាយូរយ៉ាងម៉េចក៏ដោយប្រសិនបើយើងរៀបចំកងកម្លាំងប្រដាប់អាវុធការពារអ្វីដែលមានស្រាប់ឲ្យបានហើយយើងព្យាយាមយកអាភាពត្រឹមត្រូវនឹងយកមកធ្វើកិច្ចការអានឹងខ្ញុំគិតថាល្អជាងខ្ញុំមិនមានចំទាស់ទៅនឹងគំនិតរបស់លោកបណ្ឌិតសុកទួយទេប៉ុន្តែយើងឃើញនីតិវិធីនៅក្នុងការផ្ទៀងផ្ទាត់ផែនទីលោកបណ្ឌិតមុននឹងងាកទៅរឿងនីតិវិធីផ្ទៀងផ្ទាត់ខ្ញុំបាទក៏ចង់សួរថានៅពេលដែលលោកសុកទួយបកស្រាយថា UTM របស់អាមេរិកកាំងហើយនឹងបននឹងຂະຫນາດ 100,000 ដូចគ្នានឹងវាជាគោដូចគ្នានឹងតើលោកបណ្ឌិតទទួលយកបានទេចំណុចហ្នឹងជារួមវាខុសទៅនឹងរដ្ឋធម្មនុញ្ញបើសិនជាខុសទៅនឹងរដ្ឋធម្មនុញ្ញវាគឺជាការរំលោភទៅរដ្ឋធម្មនុញ្ញឬក៏ជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញហើយខ្ញុំមានការកោតសរសើរដល់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ព្យាយាមការពាររដ្ឋធម្មនុញ្ញគាត់ព្យាយាមអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធការពាររដ្ឋធម្មនុញ្ញកន្លែងណាដែលយើងត្រូវការពារកាលណាយើងប្រើប្រាស់ខុសទៅនឹងផែនទីដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញបើទោះបីជាយើងនិយាយថាអាហ្នឹងវាបកទៅពីបនទៅអ៊ុយទេអឹមទៅអីយើងអត់ដឹងប៉ុន្តែកាលណាយើងវាខុសហើយបាទបើវាខុសអញ្ចឹងថាតើអ្វីដែលលោកសុកទួយលើកឡើងថានឹងកែប្រែមាត្រាធម្មនុញ្ញមាត្រា2នៃរដ្ឋធម្មនុញ្ញហ្នឹងគួរតែធ្វើទេលោកបណ្ឌិតកាន់នេះជាទូទៅបើយើងមើលមាត្រាទី15មាត្រាទី150ថ្មីនៃជំពូក15ថ្មីគេនិយាយអំពីច្បាប់ឬក៏សេចក្តីសម្រេចទាំងឡាយណារបស់ស្ថាប័នរដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញចឹងប្រសិនបើរដ្ឋាភិបាលធ្វើអ្វីវាស្របទៅនឹងរដ្ឋធម្មនុញ្ញហើយវាអត់មានអីនឹងត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេប៉ុន្តែប្រសិនបើយើងចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញយើងត្រូវរកអ្វីដែលត្រឹមត្រូវហើយសុំសភាមកធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានយើងអាចទៅធ្វើសេចក្តីសម្រេចចរចាឬក៏សេចក្តីកិច្ចព្រមព្រៀងឬមួយក៏ការផ្ដល់សេចក្តីបានទៅលើសិទ្ធិសញ្ញាបំពេញបន្ថែមឬមួយក៏សិទ្ធិសញ្ញាព្រំដែនណាមួយបានមិនមែនយើងធ្វើហើយស្រាប់តែយើងគិតថាធ្វើទៅវាខុសវាត្រូវហើយសុំមកវិសោធនកម្មអាហ្នឹងវាមិនមែនសភាធម្មនុញ្ញទេធម្មតារបបសភានិយមរដ្ឋាភិបាលធ្វើអ្វីប្រសិនបើយើងគិតថាវាមិនត្រឹមត្រូវមិនទាន់សមស្របទៅនឹងរដ្ឋធម្មនុញ្ញសុំសភាធ្វើវិសោធនកម្មឲ្យហើយបានយើងមានសិទ្ធិទៅធ្វើបាទអរគុណឥឡូវនេះខ្ញុំចង់អញ្ជើញលោកអ៊ុំសំអាតដើម្បីបកស្រាយនៅអ្វីដែលលោកបណ្ឌិតសុកទួយមានប្រសាសន៍មិញយ៉ាងខ្លីបាទដែលលោកបណ្ឌិតសុកទួយថាត្រូវយកតាមផែនទីអាណានិគមហ្នឹងអត់ត្រូវទេព្រោះផែនទីដែលរដ្ឋាភិបាលប្រើសពថ្ងៃហ្នឹងផែនទីຂະຫນາດ 1 លើ 100,000 ហ្នឹងចំនួន26ផ្ទះហ្នឹងគឺអមសន្ធិសញ្ញាឆ្នាំ1985ហើយផែនទី UTM ຂະຫນາດ 1 លើ 50,000 ចំនួន40ផ្ទាំងហ្នឹងគឺអមសន្ធិសញ្ញាឆ្នាំ1985ហើយនិយាយម្ដងទៀតក្នុងសន្ធិសញ្ញាពេញខែឆ្នាំ2005អាហ្នឹងមានផែនទីដែលរបស់អាណានិគមទេរបស់បារាំងទេគឺផែនទីដែលវៀតណាមគេបង្ខំឲ្យខ្មែរយើងសញ្ញេនៅទសវត្សរ៍ទី80ហើយផែនទីហ្នឹងមិនមែនជាផែនទីតម្កល់នៅអង្គការសហជីវជាតិឆ្នាំ1964ទេអញ្ចឹងអាណានិគមអត់យកមកប្រើផែនទីវៀតណាមគេរៀបចំទសវត្សរ៍ទី80មួយទៀតផែនទីឆ្នាំ1985ហ្នឹងវាផ្ទុយទៅនឹងមាត្រា2នៃរដ្ឋធម្មនុញ្ញផ្ទុយទៅនឹងមាត្រា55នៃរដ្ឋធម្មនុញ្ញហើយផ្ទុយទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991សភាអនុម័តហ្នឹងទៅលើសន្ធិសញ្ញាបំពេញខែឆ្នាំ2005មកផងដែរគឺមាត្រា150ថ្មីនៃរដ្ឋធម្មនុញ្ញដែលនិយាយថាច្បាប់និងសេចក្តីសម្រេចរបស់រដ្ឋត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាតចុះបើសិនអន្តិសញ្ញានៅឆ្នាំ1985ហ្នឹងវាផ្ទុយទៅនឹងមាត្រា2មាត្រា55នៃរដ្ឋធម្មនុញ្ញហ្នឹងចុះអនុម័តយើងមានន័យអីយកអ្វីដែលសម័យយូរនឹងគ្រប់គ្រងហើយសម័យហ្នឹងអត់មានកៅអីអង្គការសហជីវជាតិទេហើយមួយទៀតលោកមនិតសុកទួយថាកាន់តែវា convert ពីផែនទីបោនទៅជាផែនទី UTM ຂະຫນາດ 1 លើ 100,000 តែវាដូចគ្នាដែរតាមពិតអាហ្នឹងមិនមានចែងក្នុងមាត្រា2នៃរដ្ឋធម្មនុញ្ញទេហើយផែនទីហ្នឹងក៏បានបញ្ជាក់ដែររដ្ឋាភិបាលថាមិនមានផែន
ទីផ្លូវការឬផែនទីដែលសម្ដេចហ៊ុនសែនស្នើសុំទេហើយ UN ក៏បញ្ជាក់ដែរថាផែនទីស្នើសុំគាត់ឃើញទេចាផែនទីនោះវាអត់ទី1អត់មានក្បាលហើយវាកាត់មកកណ្ដាលអីចឹងទៅដើម្បីប្តឹងអាមេរិកតំណាក់ក៏បែកអត់មានកន្ទុយអត់មានព័ត៌មានច្បាស់លាស់ផែនទីក៏លក្ខណៈត្រឹមត្រូវត្រូវតែមានក្បាលវាផលិតនៅឆ្នាំណាដោយក្រមភូមិសាស្ត្រដូចចឹងអញ្ចឹងទៅអ្នកផលិតផែនទីនេះຂະຫນາດប្រមាណអញ្ចឹងវាមានព័ត៌មានរបស់វាហើយបើមានតែអត់មានក្បាលមានកន្ទុយហងមិនផែនទីនេះជាផ្លូវការណាដូច្នេះផែនទីនេះមិនមានជាផែនទីផ្លូវការទេហើយលោកមកដល់សុទ្ធទុយថាអញ្ចឹងបើយើងមានតែប៉ុណ្្នឹងយើងប្រើហ្នឹងទៅអត់តែប្រើហ្នឹងបានទេយើងមានផែនទីដទៃទៀតដែលអាចយើងចាំបានគឺផែនទីដែលតម្កល់នៅ UN ឆ្នាំ1964ដែលសម្ដេចតាតម្កល់ហើយមួយទៀតថារកមិនឃើញហើយអាហ្នឹងយើងចាំមើលបន្តិចសិនទៅអាហ្នឹងលោកមនិតកែណីគាត់មានប្រសាសន៍អញ្ចឹងហើយមួយទៀតយើងអាចចាំពីមហាអំណាចពីរទៀតអត់តន់ឆ្លើយអាចមានហើយបារាំងព្រោះបារាំងគេអ្នកធ្វើផែនទីដូច្នេះយើងចាំបន្តិចទៅបើសិនជាបានពីមហាអំណាចទាំងពីរហ្នឹងក៏ជាការល្អដែរបាទលោកបណ្ឌិតសុខទូចងាកមករឿងផែនទីនឹងវិញដដែលហើយលោកបណ្ឌិតខ្ញុំសូមបាទតាមពិតខ្ញុំថ្ងៃហ្នឹងប្រហែលជាបើសិនជាអាយដាមអ៊ុំសំអានមានក្រមសីលធម៌ច្បាស់លាស់នឹងមិនបដិសេធទេខ្ញុំបានទូរស័ព្ទផ្ទាល់ទៅអាយដាមអ៊ុំសំអានឲ្យចូលរួមពិនិត្យផែនទីហ្នឹងយើងមានផែនទីបារាំងផងនិងផែនទីរបស់អាមេរិកផងហើយតាមតែខ្ញុំដឹងទេផែនទីនឹងមិនខុសគ្នាទេគ្រាន់តែរងចាំតែប្រធានាធិបតីរបស់បារាំងគេចុះហត្ថលេខាដើម្បីបកគលជាផ្លូវការទេតាមពិតថ្ងៃនោះយើងបានបង្ហាញ4ប្រភពនៃផែនទីលើកលែងតែផែនទីរបស់អាយដាមអ៊ុំសៀងពេញសែដែលគាត់មិនព្រមឲ្យយើងបានយើងអត់ផ្ទៀងទៅវិញហើយអាយដាមអ៊ុំសំអានចាំច្បាស់ណាស់លោកថាអាយដាមថាក៏អត់បានមកទេគាត់នៅសៀមរាបមកមិនទាន់ទេនេះខ្ញុំទូរស័ព្ទផ្ទាល់ក្នុងលេខរបស់ខ្ញុំដើម្បីឲ្យអស់មន្ទិលសង្ស័យហើយយើងបានផ្ទៀងផ្ទាត់ហើយថាបោះបារាំងប្រើ UTM ប្រើបនខ្នាត1លើ100,000ហ្នឹងវាត្រូវគ្នាទេប៉ុន្តែជាទូទៅផែនទីរបស់អាមេរិកដែលនៅក្នុងផែនទីរបស់បណ្ណាល័យ Congress ហ្នឹងគឺប្រើ UTM ដូចគ្នាប៉ុន្តែដែលយើងយកមកផ្ទៀងផ្ទាត់យើងឲ្យផ្ទៀងផ្ទាត់ទាំងអស់គ្នាវាដូចគ្នាទេអាខ្នាត1លើ100,000ហ្នឹងអាហ្នឹងចំណុចទី1ចំណុចទី2រឿងដែលផែនទីរបស់ UN គេបានបញ្ជាក់ច្បាស់ណាស់ថាគេមិនមែនមកដោះស្រាយរឿងយើងទេហើយផែនទីនេះក៏មិនមែនបង្ហាញអំពីភាពត្រឹមត្រូវរបស់ព្រំដែននៃប្រទេសទាំងពីរដែរគេបាននិយាយច្បាស់ណាស់នៅក្នុងឯកសារប៉ុន្តែដោយសារតែប្រវត្តិសាស្ត្រនិយាយតគ្នាថាយើងបានតម្កល់ផែនទីនៅឆ្នាំ1963ដល់69ហើយតាមពិត63ដល់69នេះគឺជាផែនទីទម្លាក់ប្របែកដែលបានឈ្លានពានហើយគេបានប្រាប់ថ្ងៃខែឆ្នាំដែលទម្លាក់ប្របែកអានឹងខ្ញុំសូមជម្រាបហើយយើងផែនទីហ្នឹងយើងបានប្រាប់នៅរាជបណ្ឌិតសភានឹងមុននឹង UN យកមកទៀតព្រោះយើងបានផែនទីនឹងរួចហើយគ្រាន់តែថ្ងៃ20ហ្នឹងបង្ហាញពីភាពដែល UN ប្រគល់ឲ្យទេតាមពិតផែនទីនឹងយើងបានតាំងពីមួយខែមុននៃ UN មកទៀតហើយឥឡូវហ្នឹងផែនទីរបស់បារាំងហ្នឹងក៏យើងមានទៀតវាអត់មានស្អីខុសពីហ្នឹងទេហើយយើងនិយាយថាផែនទីសញ្ញេដោយវៀតណាមដោយភាគីកម្ពុជា82 83 85ហ្នឹងថាវាមិនមែនរដ្ឋធម្មនុញ្ញខ្ញុំកោតតែនិយាយទៅរួចតំណាងរាស្ត្រមួយទាំងមូលអត់ប្រមើលច្បាប់ហ្នឹងបានចូលទៅជាក្រមទៅជារដ្ឋធម្មនុញ្ញរួចទៅហើយតែរដ្ឋធម្មនុញ្ញបន្ថែមឲ្យសូមមើលឡើងវិញហើយអ្នកណាថាអា82 83មិនស្របច្បាប់មានន័យអ្នកឯងចេះនិយាយថាគោរពរដ្ឋធម្មនុញ្ញឥឡូវបើវាទៅជារដ្ឋធម្មនុញ្ញមិនគោរពគឺអ្នកឯងនឹងខ្លួនឯងទៅរដ្ឋបហារដ្ឋធម្មនុញ្ញហ្នឹងមានទាំងបណ្ឌិតកែន័យរួមជាមួយគ្នាផងព្រោះ82 83 85ទៅជាស្អីរដ្ឋធម្មនុញ្ញឆ្នាំ2005បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរួចទៅហើយអញ្ចឹងសូមមើលអានឹងឡើងវិញហើយថ្មីនេះរដ្ឋាភិបាលបង្ហោះគ្រប់អត់មានអីអាកម្លាំងទេអញ្ចឹងសូមឲ្យមើលឡើងវិញពីព្រោះអានឹងបានបញ្ចូលទៅជារដ្ឋធម្មនុញ្ញរួចទៅហើយមានមូលដ្ឋានគតិយុត្តត្រឹមត្រូវណាស់អញ្ចឹងហើយបានជារដ្ឋាភិបាលថាបើអ្នកណាថាខ្លាំងខ្លាយមានន័យថាអ្នកឯងទៅរដ្ឋបហារដ្ឋធម្មនុញ្ញរួចទៅហើយបាទហើយនេះសូមបញ្ជាក់ម្ដងទៀតបាទអរគុណលោកបណ្ឌិតសុខទូចលោកបណ្ឌិតកែមលីលោកសុខទូចមានប្រសាសន៍ថាអាប៉ោងបើកក្របហើយអ្វីក៏មើលឃើញទាំងអស់ហើយលោកបណ្ឌិតមើលឃើញក្របនៅក្នុងចានអាប៉ោងនឹងដែរក្របលេខប្រមាណឬមួយក៏លោកបណ្ឌិតមានគំនិតបែបណាទៅវិញចំណុចទី2អ្វីក៏ដោយស្របតាមរដ្ឋធម្មនុញ្ញទាំងអស់លោកឆ្លើយយ៉ាងម៉េចវាអាប៉ោងវាមាន6រុនប៉ុន្តែដល់ពេលបើកក្របទៅអាប៉ោងនោះវាបែក
វាអត់មានក្របអញ្ចឹងណាអាហ្នឹងយើងមើលឃើញជាទូទៅបើសិនជាយើងដឹងថាផែនទីដែលរំកល់នៅអង្គការផែនទីដែលយកពីអង្គការសហជីវជាផែនទីឈ្លានពានហេតុអីបានយើងគិតថាផែនទីដែលយកទៅប្តឹងឈ្លានពាននោះវាមកដូចផែនទីរបស់រដ្ឋាភិបាលអាហ្នឹងរឿងមួយរឿងទី2បើសិនជាអ្វីដែលរដ្ឋាភិបាលធ្វើនឹងវាត្រឹមត្រូវវាច្បាស់លាស់ហើយវាមានរដ្ឋធម្មនុញ្ញចែងអីត្រឹមត្រូវនៅធម្មនុញ្ញបន្ថែមអីឧទាហរណ៍ហេតុអីបានយើងមានមូលហេតុមកចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអាហ្នឹងរឿងទី2រឿងទី3ដូចដែលខ្ញុំបានលើកឡើងអញ្ចឹងអ្វីដែលយើងបើកក្របនឹងវាទាល់តែមានអ្នកជំនាញមើលផែនទីពីព្រោះថាបើសិនជាលំអៀង1មីលីម៉ែត្រ2មីលីម៉ែត្រហើយយកផែនទីតូចយកមកបង្ហាញឲ្យមនុស្សដែលមើលនឹងវានៅឆ្ងាយបើសិនជាខ្ញុំទេធ្លាប់បើសិនជាខ្ញុំបើឲ្យខ្ញុំទៅមើលដូចដឹកគោឲ្យមើលកុនអញ្ចឹងអាហ្នឹងដែលវាត្រូវពិនិត្យមើលច្បាស់លាស់ឡើងមកមើលម្ដងមួយហើយនឹងអ្នកនឹងមានជំនាញទៅទៀតបើសិនជាអ្នកនឹងអត់មានជំនាញអត់ខុសពីយើងអត់ដែលរៀនឲ្យទៅធ្វើ logarit integral នៅថ្នាក់ទី12ទេសំកាត់លោកបណ្ឌិតកែមលីបន្តិចខ្ញុំសូមងាកមកលោកសុកទួយសម្ដីនឹងហាក់ដូចជាឌឺមកលោកសុកទួយបន្តិចលោកសុកទួយតើលោកមានជំនាញក្នុងការមើលផែនទីនឹងទេដែលជាប្រធានដោយសារលោកបណ្ឌិតកែមលីលោកបានចូលរួមទៅកន្លែងវិមានសន្តិភាពតាមពិតគេគូពីបានគេយកអាផែនទីរបស់ UN ហ្នឹងវាអត់ទាន់មកទេពីព្រោះគេគូពីបានន័យថាគេហៅថាផ្ដានភាសាខ្មែរថាផ្ដានពីផែនទីរបស់រដ្ឋាភិបាលហ្នឹងទៅដាក់ទៅលើផែនទីរបស់ UTM ຂະຫນາດ 100,000 និងបន 100,000 ដាក់លើគ្នាវាត្រួតស៊ីគ្នាអាហ្នឹងគេហៅថាក្បាច់ស្រីបាទគេភាសានេះហៅកាកែយកទៅដាក់ហើយខ្ញុំជឿថាប្រហែលជាលោកបណ្ឌិតកែមលីម្នាក់ឯងមើលមិនច្បាស់ក៏មិនដឹងប៉ុន្តែសម្រាប់កាមេរ៉ារាប់រយកាមេរ៉ាហ្នឹងហើយគេផ្ទៀងហ្នឹងគេអត់មានអាកំបាំងអីទេគេថាអ្នកណាក៏មើលបានដែរគេផ្ទៀងហើយគេយកទៅដាក់ហើយវាត្រូវសួរថាចុះអាផែនទីហ្នឹងវាឈ្លានពានមិនក៏ដាក់ត្រូវច្រឡំទៀតតែកន្លែងហ្នឹងច្រឡំទៀតដូចបងជុនច័ន្ទបុតសួរខ្ញុំចឹងមិនមែនទេផែនទីដដែលហ្នឹងប៉ុន្តែគេយកតែផែនទីណាដែលចំណុចកន្លែងណាដែលវាឈ្លានពានប៉ុន្តែផែនទីចេញពីបនຂະຫນាត 100,000 គ្រាន់តែជា convert បំលែងឲ្យទៅជា UTM តែប៉ុណ្្នឹងទេហើយគេយកតែចំណុចណាដែលឈ្លានពានមិនមែនគេគូផែនទីថ្មីទេសូមបញ្ជាក់ម្ដងហើយម្ដងទៀតអញ្ចឹងខ្ញុំកុំច្រឡំអញ្ចឹងបើសិនជាយកអា18ទាំងហ្នឹងមកប្រៀបធៀបជាមួយបរដ្ឋាភិបាលក៏វាដូចគ្នាដែរព្រោះវាចេញពី UTM ឬក៏ពីបនຂະຫນាត 100,000 នឹងដដែលទេគ្រាន់តែជាកន្លែងហ្នឹងវាកន្លែងឈ្លានពានមិនមែនគូថ្មីទេណាសូមបញ្ជាក់មិនមែនគូថ្មីទេបាទកាប់ពិតយើងថានីតិវិទ្យាអ្នកស្ដាប់ប៉ុន្តែយើងមិនបានជម្រាបហើយអ្នកស្ដាប់មកម្ដងសោះយើងទៅជែកគ្នាទៅគ្នាយើងឥឡូវនេះខ្ញុំចង់ផ្ដល់ឱកាសដល់លោកពិសិដ្ឋដែលហៅមកពីសហរដ្ឋអាមេរិកលោកពិសិដ្ឋសូមជួយដាក់សំណួរបាទហៅជម្រាបសួរលោកជួនច័ន្ទបុតហើយជម្រាបសួរលោកវិក្កាមិនទាំងអស់គ្នាបាទហើយខ្ញុំសូមមានមតិបន្តិចចាំខ្ញុំមានសំណួរណាត់ទៅដូចជារលកថ្មីអក្សរថ្មីដល់ផ្ដាល់គុកមួយហើយការស្រាវជ្រាវក៏ហាក់ដូចជារលកស៊ូណាមីទៀតគឺខ្លាំងតែម្ដងតាមតែ3ខែអាចសម្រេច5-6ខែអាចសម្រេចថាផែនដីកម្ពុជាហ្នឹងត្រូវផ្លាស់ប្ដូរហើយដូចជាការផ្លាស់ប្ដូរផ្នត់គំនិតរបស់ពលរដ្ឋទាំង15-16លានអ្នកថែមទៀតព្រោះ181,000ក៏ត្រូវខុសហើយរែងឯកសារនានាដែលតាមមានពីសម័យមុនក៏ខុសអត់អលីទាំងអស់តែនេះជាសក្តានុពលថ្មីហើយជារលកសង្គមមួយឡើងថ្មីហើយប្រជាជនទាំងអស់គ្នាផ្អើលគ្រប់កន្លែងទាំងអស់បាទហើយមួយទៀតចំពោះលោកបណ្ឌិតសុខទួយលោកតែនិយាយថាក្រមសិលធម៌លោកនិយាយក៏លោកគិតខ្លួនឯងដែរកុំលោកចង្អុលតាគេលោកនិយាយថាលោកមានក្រមសិលធម៌ល្អណាស់ការធ្វើអ្វីមួយលោកក៏ចាំបាច់គួរថាល្អឯប្រជាជនទាំងអស់គេស្ដាប់គេចេះគិតគេចេះពិចារណាហើយលោកមានប្រសាសន៍មកមិនមែនលោកមានប្រសាសន៍ជាមួយគោជាមួយកវីទេដូច្នេះលោកនិយាយជាមួយមនុស្សការមនុស្សគេមានការចិត្តហើយបាទនឹងជាចំណិនរបស់ខ្ញុំហើយមួយទៀតខ្ញុំមានសំណួររបស់ខ្ញុំគឺថាផែនទី26ទាំងពីរដ្ឋាភិបាលហើយ24
4ទាំង26តែបានសម្រាប់24នេះទីនៅពីហើយUN ហ្នឹង18ទាំងហើយមកពីគុំណាទៀតអាហ្នឹងដូចអត់មាននេះគ្រាន់តែនិយាយហ្នឹងហើយខ្ញុំឆ្ងល់ថាការស្រាវជ្រាវហេតុអីក៏មិនព្រមបងអង្គឲ្យបានថាវាត្រឹមត្រូវគ្រប់គ្រាន់ហើយហេតុអីក៏គាត់តែស្រាវជ្រាវរយៈពេលខ្លីហើយប្រភពដែលបានមកបង្ខំពីខាង TNLP ឲ្យរកពីទាំងថែមទៀតគាត់ថា18ទាំងខ្វះ8ទាំងអត់មានលឺមាត់ទេនិយាយថា18ទាំងត្រឹមត្រូវហើយបាទអាហ្នឹងមួយថាហេតុអីបាទហើយមួយទៀតរឿងធ្វើការចង់កែប្រែរដ្ឋធម្មនុញ្ញមាត្រា2បាទមាត្រា2ច្បាស់ណាស់នឹងធ្វើនឹងដែលយើងតែនិយាយទាំងអស់គ្នាថាពិតជាកាត់ស្គាល់តម្រូវមួយពេលនេះក្បាលខ្មែរប្រហែលជា15-16លាននាក់ក៏ត្រូវតែកាត់ដែរហើយកាត់ហ្នឹងធម្មតាយើងពិចារណាទៅជឿប៉ុន្មានថាបើសិនជាកាត់តែម្នាក់អីវាមិនបញ្ហាជឿក៏ជឿចុះព្រោះតែម្នាក់បាទអាហ្នឹងនឹងជាកំណត់របស់ខ្ញុំតើខ្មែរជឿប៉ុន្មានបាទហើយមួយទៀតខ្មែរយើងឈ្នះក្តីប្រសាព្រះវិហារដោយប្រើផែនទីមួយណាបាទអរគុណច្រើនតែប៉ុណ្្នឹងបាទអរគុណលោកពិសិដ្ឋបាទសូមអញ្ជើញលោកបណ្ឌិតសុកទូចហេតុអីក៏បញ្ញាមែនបាទលោកពិសិដ្ឋលោកថាប្រជាជនខ្មែរ15លាននាក់មានខួរក្បាលនឹងដឹងរឿងនេះហេតុអីពួកខ្ញុំក៏លឿនម៉េះលោកមិនបានតាមដានលោកមិនបានមើលហើយលោកចេះតែនិយាយតាមពិតខ្ញុំបានជម្រាបលោករួចទៅហើយជម្រាបទស្សនិកជនទាំងអស់រួចទៅហើយយើងមានប្រភពពីអាមេរិកយើងមានប្រភពអំពីបារាំង IGN យើងមានប្រភពអំពីរដ្ឋាភិបាលយើងមានប្រភពពី UN យើងមានប្រភពពី CNRP លោកខ្ញុំបានជម្រាបលោកជូនហើយរួចហើយតើសូម្បីតែវិទ្យុអាស៊ីសេរីនេះក៏ខ្ញុំបានជម្រាបសូម្បីតែ VOA នេះក៏ខ្ញុំបានជម្រាបរួចទៅហើយហើយក៏លោកមិនស្ដាប់ចំណុចទី1ចំណុចទី2 18ផ្ទាំងហ្នឹងគេបានប្រាប់យើងហើយថាគេមានតែប៉ុណ្្នឹងហើយឲ្យទៅសួរមកទៀតហើយគណៈបកសង្គ្រោះជាតិមាន26ផ្ទាំងប្រើប្រាស់តែមកបាន24ខ្ញុំគ្មានសិទ្ធិអីទៅជំរិតគេថាតែយកមកទៀតទេខ្ញុំបានជម្រាបជូនហើយគណៈបកសង្គ្រោះជាតិដែលយកមកក៏ទទួលស្គាល់ការពិតថាអត់មានពីផ្ទាំងព្រោះអាមួយផ្ទាំងនោះគឺប្រើរួមអាមួយផ្ទាំងទៀតចូលទៅដាឡាត់ហើយដាឡាត់គឺជាទឹកដីរបស់វៀតណាមអានឹងយើងទៅទទួលយកការពិតលោកនិយាយអំពីថាហេតុអីបានយើងឈ្នះប្រាសាទព្រះវិហារកន្លែងនេះសូមបញ្ជាក់បើយោងតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាគឺខុសអត់អាចឆ្លើយបានទេនេះដោយយើងយកកិច្ចព្រមព្រៀងទេនៅឆ្នាំ1904ដែលគូសដែលមានសន្ធិសញ្ញាបារាំងសៀមហើយបានគូសផែនទីនៅឆ្នាំ1907ហើយបានបោះបង្គោលហើយនៅឆ្នាំ1909ប្រើຂະຫນាត1លើ200,000លោកពិសិដ្ឋសូមលោកមើលម្ដងទៀតហើយរដ្ឋធម្មនុញ្ញអត់មានចែងទេអាហ្នឹងបើនិយាយពីសមុទ្រຂະຫນាត1លើ300,000មិនមែនកាត់ក្បាលតម្រូវមួកទេមិនមែនកាត់ក្បាលតម្រូវមួកទេលោកពិសិដ្ឋមុននឹងលោកនិយាយសូមឲ្យលោកអានឲ្យបានច្រើនចំណុចមួយទៀតបើសិនជាយកក្បូនຂະຫນាត100,000ឆ្នាំ1933តើវាឆ្លើយតបជាមួយថៃទេបើថៃធ្វើនៅឆ្នាំ1904សន្ធិសញ្ញាឆ្នាំ1904ហើយបានគូសបោះបង្គោលព្រំដែនឆ្នាំ1907យើងយកអានឹងទៅប្តឹងទៅឈ្នះនៅផ្សារព្រះវិហារហើយចំណុចមួយទៀតបើសិនជាយើងហើយសូមជំរាបជូនថាដោយអាយដាមអ៊ុំសំអានថាសុកទូចនឹងហ៊ុនសែនមានបំណងចង់ធ្វើវិសោធនកម្មតាមពិតសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនអត់បានមកសួរពួកខ្ញុំទេពួកខ្ញុំគ្រាន់តែផ្ដល់អនុសាសន៍មិនបានតម្រូវឲ្យនាយករដ្ឋមន្ត្រីឬសភាធ្វើគ្រាន់តែផ្ដល់ជាអនុសាសន៍ហើយចំណុចមួយគឺជិតចង់បញ្ជាក់ថាម៉េចទេយើងចង់និយាយថាបើយើងគិតឆ្នាំ1933ចុះដាក់ហូតតែធ្វើនៅឆ្នាំ1914តើវាយ៉ាងម៉េចសញ្ញាវាសួរអញ្ចឹងសញ្ញាដែលយើងត្រូវសួរវាអញ្ចឹងទេហើយយើងនិយាយថារដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាប្រើបានតែក្នុងប្រទេសកម្ពុជាទេប៉ុន្តែយើងត្រូវបោះបង្គោលជាមួយភាគីវៀតណាមយើងត្រូវបោះបង្គោលជាមួយភាគីឡាវអញ្ចឹងយើងត្រូវធ្វើវាម៉េចហើយវិសោធនកម្មមិនមែនតម្រូវឲ្យធ្វើពេលនេះទេក្រោយពីយើងបានបោះបង្គោលចប់សពគ្រប់យើងនឹងទៅធ្វើវិសោធនកម្មដើម្បីការពារព្រោះយើងធ្វើលបងតាមម្ខាងហ
ហើយលោកបណ្ឌិតកែមលីថ្ងៃមួយក៏សួរខ្ញុំដែរថាចុះបើយើងធ្វើឲ្យសុំធ្វើវិសោធនកម្មវាមិនផ្ទុយរដ្ឋធម្មនុញ្ញវាមិនមែនផ្ទុយទេដោយសារតែយើងយកទៅអនុវត្តជាមួយប្រទេសជិតខាងរបស់យើងឧទាហរណ៍សមុទ្រយើងប្រើខ្នាត1 លើ 300,000 តើរដ្ឋធម្មនុញ្ញមានបានចែងទេអត់បានចែងទេអញ្ចឹងកន្លែងហ្នឹងខ្ញុំមិនយើងមើលសិក្សាទៅវាឃើញទស្សនវិជ្ជាឆក់ល្វែងឬការខ្វះខាតដែលយើងធ្វើរបងតែជាមួយវៀតណាមមិនមែនព្រំដែនកម្ពុជាជាប់ទៅជាមួយវៀតណាមណាយើងជួបជាមួយឡាវយើងជាប់ដែនសមុទ្រយើងជាប់ជាមួយថៃអញ្ចឹងយើងចង់ថាពេលក្រោយពីបោះបង្គោលរួចហើយបើយើងធ្វើវិសោធនកម្មដើម្បីខាតយើងធ្វើអីកន្លែងនេះដែលសូមបញ្ជាក់ម្ដងហើយម្ដងទៀតហើយសូមអរគុណលោកបណ្ឌិតសុកទូចបាទឥឡូវនេះខ្ញុំចង់អញ្ជើញលោកអ្នកស្ដាប់ម្នាក់ទៀតពីកំពង់ចាមលោកហូបាទសូមអញ្ជើញដាក់សំណួរបាទហៅឡូដោយសារលក្ខខណ្ឌអ្នកក៏រួចថាមិនបាច់សម្រាប់សួរវាគ្មិនទេអញ្ចឹងខ្ញុំចាប់ផ្ដើមពីកម្មវគ្គមុននោះគឺរឿងផែនទីហ្នឹងដែរគឺជាមួយអ្នកស្រីលោកជំទាវគាត់ពីស្រីនេះអ្នកជំនាញខាងផែនទីដែរគេសួរថាគាត់អត់ដឹងផែនទីហ្នឹងមានផ្ទៃដីកម្ពុជាហ្នឹងមានផ្ទៃកន្លះប្រមាណទេហើយខ្ញុំចង់សួរថាកាលនោះលោកបណ្ឌិតសុកទូចហ្នឹងក៏ជីវិតបានដែរហើយលោកដឹងទេកាលនោះមិនដឹងលោកក៏មិនជួយឆ្លើយប្រាប់ផងបើគាត់អ្នកស្រីហ្នឹងក៏អត់ដឹងហើយមកដល់ពេលនេះក្នុងប្រធានបទនេះគឺខ្ញុំមានសំណួរមួយចង់សួរថាក្រោយពីការវាស់វែងពីផែនទីផែនអីរួចទៅគាត់ទូទៅតើដីយើងដីស្រុកខ្មែរយើងទាំងអស់គ្នានេះវាត្រូវទៅតាមតែខ្ញុំបានរៀនគឺ 186,035 គីឡូម៉ែត្រការ៉េដែរអត់ហើយបើបានប៉ុណ្ណឹងហើយមិនបាច់ថាចង់បានចំណេញចាប់បានខាតទេសូមថាតែប៉ុណ្ណឹងទៅបានហើយអញ្ចឹងខ្ញុំមានសំណួរប៉ុណ្ណឹងទេបាទអរគុណលោកហូបាទលោកបណ្ឌិតសុកទូចកាលនឹងនៅអង្គុយជាមួយនឹងលោកជំទាវគួយពិសេសដែរហេតុអីក៏មិនជួយឆ្លើយគាត់ផងប្រហែលជាគាត់ស្ដាប់មិនទាន់តាមពិតខ្ញុំបានប្រាប់តើខ្ញុំប្រាប់ថាផែនដីរបស់យើងមាន 181,035 ហើយខ្ញុំប្រាប់ទៀតថាមាន 1,770 គីឡូម៉ែត្រជាមួយវៀតណាមហើយមាន 804 គីឡូម៉ែត្រជាមួយថៃហើយមាន 540 គីឡូម៉ែត្រជាមួយឡាវខ្ញុំបានបញ្ជាក់ច្បាស់ណាស់ប៉ុន្តែគេលោកស្ដាប់មិនទាន់ប៉ុន្តែសម្រាប់ខ្ញុំបាននិយាយរឿងហ្នឹងបាទនៅមានរឿងមួយទៀតលោកបណ្ឌិតសុកទូចបើក្នុងនីតិវិទ្យានៅថ្ងៃនោះលោកស្រីកុយពិសីនឹងថាការដែលបារាំងបោះបកគោល73បកគោលហើយនឹងគឺបោះខាងថៃទេមិនមែនបោះខាងវៀតណាមទេក៏ប៉ុន្តែនៅពេលដែលលោកសៀងពេញសែហើយនឹងលោកឌីការ៉េតពីស្រុកបារាំងនឹងនិយាយអំពីរឿងការបោះបកគោលនឹងលោកថាលោកមានឯកសារទាំងអស់ក្នុងការបោះបកគោល73តើអ្នកស្រីកុយពិសេសខុសឬមួយក៏អ្នកស្រីកុយពិសេសត្រូវខ្ញុំគាត់ជម្រាបជូនមិនដឹងថាម៉េចគេខ្ញុំស្ដាប់មិនទាន់ទាំងអ៊ំសៀងពេញខ្សែទាំងអីហ្នឹងគាត់ថាឮគេថាតាមពិតមិនមែនទេគឺ124បង្គោលនៅក្នុងសម័យអាណានិគមបារាំងហ្នឹងបោះព្រំដែនកម្ពុជាវៀតណាមហ្នឹងមិនមែន70ទេ124អញ្ចឹងបោះវៀតណាមផងបាទវៀតណាមតែខាងវៀតណាមទេ124បង្គោលហើយឯកសារនេះខ្ញុំបានសិក្សា3ឯកសារទី1លោកបណ្ឌិតនឹងក៏អត់ចេញឈ្មោះឲ្យខ្ញុំទេក៏ថាកុំឲ្យបញ្ចេញឈ្មោះហើយមួយទៀតគឺឯកសារលិខិតបទរបស់សរិនឆាបានសរសេរច្បាស់ណាស់ហើយមួយទៀតដែលយើងបានសិក្សាហ្នឹងគឺឯកសារដែលតាក់ទិនទៅនឹងបកគោលរបស់វៀតណាមហ្នឹងឥឡូវហ្នឹងបានយើងចង់ជម្រាបជូនថាយើងនឹងចុះទៅមើលហើយនឹងទៀងទាត់តើអា124ហ្នឹងវានៅឬក៏អត់ហើយបើវាអត់មូលហេតុអីអាហ្នឹងដែលយើងត្រូវសិក្សាទាំងអស់គ្នាហើយខាងខ្ញុំនឹងរៀបចំចុះទៅត្រួតពិនិត្យទៅលើសកម្មភាពទាំងអស់ហ្នឹងហើយដូច្នេះលោកនឹងចោទសួរថា181,035ហ្នឹងវានៅអត់កន្លែងនេះខ្ញុំក៏ជំរាបជូនថាខាងខ្ញុំសិក្សាតែលើផែនទីទេគ្រាន់តែដាក់ផែនទីមកគឺមានប្រតិកម្មទោះបីជាយើងបើកសូម្បីតែយើងបើកចំហប៉ុណ្្នឹងហើយយើងនៅតែប្រតិកម្មទៀតទៅតម្រាំមកយើងលាក់តាមពិតយើងអត់មានលក្ខអីទេហើយមកដល់ថ្ងៃនេះខ្ញុំបានជម្រាបជូនទៅដល់ប្រជាជនក៏ដូចជាអ្នកស្រាវជ្រាវទាំងអស់ឲ្យតែម៉ោងធ្វើការខ្ញុំនៅទីនោះឬក៏ខ្ញុំនៅសាលាថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្ញុំអាចឲ្យមើលផែនទីបានអត់មានអីលាក់លៀមទេហើយខ្ញុំ UTM
ខ្នាតលើ150,000ខ្ញុំអត់មានទេតែ1លើ100,000បោនខ្ញុំមានទាំងបោះបារាំងទាំងបោះអាមេរិកទាំងបោះគណៈបកសង្គ្រោះជាតិទាំងបោះ UN ខ្ញុំមានទាំងអស់ប៉ុន្តែខ្ញុំមានមួយនោះគឺថាទី1មាន46ផ្ទាំងហើយក្រោយមកទៀត126ផ្ទាំងហ្នឹងគឺខ្ញុំអត់ហ៊ានបញ្ចេញដោយសារតែម្ចាស់របស់គេមិនឲ្យបញ្ចេញអញ្ចឹងយើងអីដែលយើងមានគឺយើងសូមស្រាយបញ្ជាក់ថាអត់មានដែលលាក់ទេគឺយើងដាក់នៅលើតុហើយបង្ហាញអ្នកណាក៏បានហើយថ្ងៃមុនហ្នឹងលោកសាការីយ៉ាបានទៅថតដល់កន្លែងហ្នឹងគឺមាន4ទួទៅថតដល់កន្លែងខាងខ្ញុំហ្នឹងគឺយើងអត់ឲ្យអ្នកណាទៅទេគឺថាខាងសារព័ត៌មាននឹងទៅតែម្ដងឲ្យថតផ្ទាល់ទៅលើសកម្មភាពបង្ហាញផែនទីទាំងអស់ហ្នឹងបាទមាន CNC មានដែល My TV មានខាងអាស៊ីសេរីទាំងអស់ហ្នឹងយើងបានបញ្ជាក់បាទអរគុណលោកបណ្ឌិតថានឹងចុះទៅមើលបកគោល124នៅខាងវៀតណាមដែលតារាងបោះនឹងសំណួរយ៉ាងខ្លីតើបកគោល124ហ្នឹងបោះនៅឆ្នាំណាបាទបោះនៅក្នុងសម័យអាណានិគមនិយមបារាំងនឹងតែម្ដងបាទដល់ហ្នឹងគឺថាខ្ញុំមានសំណួររបស់លោកអ្នកតាមដានតាម Facebook ម្នាក់គាត់ដាក់ឈ្មោះថាកងហ្គាថោងឬមួយកញ្ញាថោងគាត់បាននិយាយថាខ្ញុំសូមសួរទៅលោកបណ្ឌិតសុកទួយថាបើផ្ទៀងផ្ទាត់ផែនទីហើយត្រូវលោកថានឹងលោកទៅមើលបង្គោលព្រំដែនទៀតតើលោកទៅឬទេហើយបើលោកទៅមើលឧទាហរណ៍ឃើញខុសតើលោកហ៊ាននិយាយថាខុសឬទេបាទអរគុណកន្លែងនេះខ្ញុំបានជម្រាបជូនហើយគឺថាខ្ញុំបានដាក់ផុកជីវិតរបស់ខ្ញុំនៅក្នុងរឿងប្រវត្តិសាស្ត្រនេះពួកខ្ញុំលែងបន្ទោសប្រវត្តិសាស្ត្រទៀតហើយក្នុងករណីខ្ញុំទៅផ្ទៀងផ្ទាត់ខុសឬរកមិនឃើញខ្ញុំត្រូវសួរអាជ្ញាធរព្រំដែនថាហេតុអីបានជាវិខុសសូមបកស្រាយរវាង2នាក់និង2នាក់រវាងក្រុមសាវជឿននិងអាជ្ញាធរព្រំដែនជាសាធារណៈទេបាទជាសាធារណៈទេមុនដំបូងអត់តជាសាធារណៈទេតែបើសិនជាបកស្រាយឲ្យមិនច្បាស់លាស់គឺខ្ញុំនឹងធ្វើជាសាធារណៈប៉ុន្តែឲ្យគេបញ្យល់សិនយើងមិនអាចបញ្យល់មិនទាន់បញ្យល់យើងហើយយើងចេញជាសាធារណៈគឺយើងអត់ទាន់ទេព្រោះយើងនិយាយពីក្រមសីលធម៌សិនឲ្យគេបញ្យល់យើងសិនហើយក្រោយពីបញ្យល់ហើយបើសិនជាបញ្យល់ទៅមិនសមហេតុផលអានឹងយើងត្រូវចេញធ្វើជាសាធារណៈហើយខ្ញុំជឿជាក់ថារឿងនេះវាជារឿងជាតិរបស់យើងទាំងអស់គ្នាហើយខ្ញុំក៏មានកូនខ្ញុំបន្តទៀតដែរអញ្ចឹងខ្ញុំមិនឲ្យប្រវត្តិសាស្ត្រជេរខ្ញុំហើយជេរកូនខ្ញុំទៀតទេហើយយើងចោះទៅនេះយើងបានជំរាបជូនថាទី1យើងសិក្សាផែនទីទី2យើងបានសិក្សាទៅលើសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទី3បានយើងផ្ទៀងផ្ទាត់រវាងផែនទីនិងផែនដីឥឡូវនេះយើងកំពុងតែសិក្សាយើងបានសួរយើងបានផ្ដល់គេឲ្យផ្ដល់យោបល់ពីខាងខ្មែរយើងពេលវេលាចិត្តអស់ហើយលោកបណ្ឌិតសុកទួយខ្ញុំមានសំណួរចុងក្រោយមួយទៀតទេពីព្រោះថាលោកសំអានក៏នៅមានសាច់រឿងច្រើនណាស់ប៉ុន្តែស្ដាយណាស់ពេលវេលាយើងខ្លីមែនតើខ្ញុំសួរតែមួយម៉ាត់ទៀតទេលោកសុកទួយមានការចោទប្រកាន់ច្រើនណាស់ហើយខ្ញុំក៏ធ្លាប់សម្ភាសលោកសុកទួយកន្លងមកដែរលោកធ្លាប់រិះគន់ទាំងខាងគណៈបក្សសង្គ្រោះជាតិលោករិះគន់ទាំងខាងរដ្ឋាភិបាលបច្ចុប្បន្នមកដល់ពេលនេះមានមនុស្សច្រើនណាស់ចោទថាលោកលែងឯករាជ្យហើយលោកធ្វើការខាងរដ្ឋាភិបាលលោកឆ្លើយយ៉ាងម៉េចដែរបាទឲ្យយល់ទាំងអស់គ្នាបាទជាការពិតខ្ញុំជាមន្ត្រីរបស់រដ្ឋាភិបាលខ្ញុំជាមន្ត្រីរាជបណ្ឌិតសភាក៏ប៉ុន្តែអ្វីដែលខ្ញុំបានស្រាវជ្រាវខ្ញុំគ្មានអីដែលអាចកំបាំងទេមិនដែលដាក់ក្រោមតុទេយើងតែងតែដាក់នៅលើតុហើយសេចក្តីវិនិច្ឆ័យរបស់ប្រជាជនកម្ពុជាសូមលោកវិនិច្ឆ័យចោះបើសិនជាខ្ញុំបំរើឲ្យគណៈបកប្រជាជនវាដរាបណាខ្ញុំយកតែផែនទីរបស់គណៈបកប្រជាជនមកបង្ហាញអានឹងបានន័យថាខ្ញុំជាអាយ៉ងរបស់គណៈបកប្រជាជនក៏ប៉ុន្តែខ្ញុំបានយករបស់គណៈបកសង្គ្រោះជាតិហេតុអីក៏ខ្ញុំមិនថាខ្ញុំអាយ៉ងសង្គ្រោះជាតិផងខ្ញុំយកផែនទីរបស់អាមេរិកខ្ញុំយកផែនទីរបស់បារាំងខ្ញុំយកផែនទីរបស់ UN ហេតុអីក៏មិនថាខ្ញុំអាយ៉ងរបស់ UN របស់បារាំងផងហេតុអីក៏អ្នកទាំងអស់គ្នានិយាយថាខ្ញុំអាយ៉ងរដ្ឋាភិបាលកន្លែងហ្នឹងដែលខ្ញុំជាពិព័រណ៍ប៉ុន្តែលោកខ្លួនឯងដឹងខ្លួនឯងជានរណាទាំងអស់បាទឥឡូវសូមទោសដល់ពេលវេលាយើងដល់ពេលកំណត់ហើយអ្នកបច្ចេកទេសក៏សញ្ញោថាដល់ពេលចាប់ហើយខ្ញុំស្ដាយណាស់ហើយសូមជម្រាបលាលោកអ្នកស្ដាប់តែប៉ុណ្ណេះបាទ
ខ្ញុំជុនច័ន្ទវត្តសូមជម្រាបសួរលោកអ្នកស្ដាប់ជាថ្មីម្ដងទៀតនេះគឺជានីតិវេទិកាអ្នកស្ដាប់វិទ្យុអវរីសេរីហើយយើងមានវាគ្មិន3រូបវាគ្មិនមួយរូបគឺអាយដាមអ៊ុំសំអានអាយដាមគឺជាតំណាងរាស្ត្រនៃគណៈបក្សសង្គ្រោះជាតិអាយដាមពេលនេះកំពុងតែនៅសហរដ្ឋអាមេរិកហើយយើងបានអញ្ជើញអាយដាមមកក្នុងបន្ទប់ផ្សាយរបស់វិទ្យុអវរីសេរីនៅក្នុងរដ្ឋធានី Washington តែម្ដងបាទសូមជម្រាបសួរអាយដាមបាទមានវាគ្មិន2រូបទៀតគឺជាវាគ្មិនពិសេសរបស់យើងនៅឯក្រុងភ្នំពេញគឺលោកសាស្ត្រាចារ្យបណ្ឌិតសុកទួយលោកជាប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជាបាទសូមជម្រាបសួរលោកបណ្ឌិតសុកទួយពីចម្ងាយបាទជម្រាបសួរបងជុនច័ន្ទវត្តបាទនៅលោកបណ្ឌិតម្នាក់ទៀតដែលមានថ្មីមាត់ដែរគឺលោកបណ្ឌិតកែមលីលោកបណ្ឌិតកែមលីជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមខ្ញុំបាទក៏សូមជម្រាបសួរពីចម្ងាយដែរបាទសូមជម្រាបសួរបងបាទយើងដាក់ប្រធានបទមកនេះហើយមុននឹងចាប់ផ្ដើមសួរសំណួរដទៃទៀតនឹងខ្ញុំបាទចង់សួរសំណួរដែលជាប្រធានបទចម្បងរបស់ការផ្សាយរបស់យើងនៅពេលនេះគឺថាក្រោយពីការព្រមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថានឹងចាត់ការជនទាំងឡាយណាដែលហ៊ាននិយាយថាផែនទីនឹងคล้ายហ្នឹងហើយនឹងក្រោយពីការផ្ទៀងផ្ទាត់ហើយនឹងតើការតវ៉ាពីរឿងផែនទីនឹងអាចស្ងប់ឬទេខ្ញុំបាទចង់ដាក់សំណួរនេះមុនគេទៅអាដាមអ៊ុំសំអានអាដាមអ៊ុំសំអានធ្លាប់ប្រើពាក្យថាផែនទីដែលរដ្ឋាភិបាលប្រើនឹងคล้ายតើអាដាមនឹងអាចស្ងប់នឹងការតវ៉ាទេនឹងឈប់ប្រើពាក្យคล้ายនឹងតទៅទៀតទេសូមជឿបាទខ្ញុំសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុស៊ីសេរីទាំងអស់ជាទីគោរពរាប់អានខ្ញុំកន្លងមកហ្នឹងគាត់ថាយើងសង្ស័យថាផែនទីហ្នឹងជាផែនទីមិនត្រឹមត្រូវឬខ្លីៗចឹងទៅព្រោះដែលខ្ញុំនិយាយហ្នឹងមិនខ្ញុំអ្នកនិយាយទេគឺសម្ដេចតាឆ្នាំ2004ហ្នឹង BMD ប្រតិបត្តិ BMD របស់សម្ដេចតាហ្នឹងលោកសម្ដេចតាមានបន្ទូលថាអាដាមវ៉ាកំហុងហ៊ានយកផែនទីคล้ายៗមកបង្ហាញខ្ញុំហើយក៏ហៅថាជាផែនទីនៃរបបសង្គមរាស្ត្រនិយមបាទហើយក៏ខ្ញុំឆ្នាំ2001ហ្នឹងខ្ញុំចូលកសម្ដេចតាក៏សម្ដេចតាមានបន្ទូលហាក់ផែគ្នានឹងដែរនៅក្នុងព្រមជីវៈពីវាងកំពេលហ្នឹងខ្ញុំជាប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យបាទហើយដូច្នេះខ្ញុំចង់ឆ្លើយតបនឹងសំណួរដែលលោកជុនច័ន្ទបតគាត់បានសួរអមាញ់មិញថាអាចមានភាពស្កប់ស្ងាត់ទេបន្ទាប់ពីលោកហ៊ុនសែនគាត់ប្រកាសអញ្ចឹងខ្ញុំគិតថាមិនមានភាពស្កប់ស្ងាត់ទេព្រោះហេតុអីព្រោះការផ្ទៀងផ្ទាត់ផែនទីនេះមិនមានជាផែនទីផ្លូវការខាងរដ្ឋាភិបាលក៏ដូចជាលោកបណ្ឌិតសុខទុយគាត់មានប្រសាសន៍ថាផែនទីហ្នឹងផែនទីអាមេរិកទម្លាក់ក្របបែកតែផែនទី18ទាំងដែលយកពី UN ហើយខាងរដ្ឋាភិបាលក៏និយាយដែរថាផែនទីហ្នឹងមិនអាចយកមកបោះប្រគល់បានទេផែនទីហ្នឹងមិនមានផែនទីយើងចង់បានទេផែនទីបូនដែលយើងស្នើសុំពីអង្គការសហប្រជាជាតិຂະຫນາດ1លើ100,000ហ្នឹងក៏ UN រកមកឃើញដែរតាមលិខិតរបស់ UN ក៏បញ្ជាក់អញ្ចឹងថារកអត់ទាន់ឃើញទេរកឃើញតែផែនទី UTM វិញណាຂະຫນາດ1លើ100,000អញ្ចឹងមិនមែនជាផែនទីផ្លូវការហើយយកមកផ្ទៀងផ្ទាត់គ្នាហើយថាជាផែនទីទៀងផ្ទាត់ទៅចាប់ឃើញទៀងផ្ទាត់ទៅត្រូវគ្នាហើយផែនទីផ្លូវការមិនត្រូវព្រោះមកថាយើងសង្ស័យដល់លុយនោះคล้ายអត់ចាប់ទៅទៀងផ្ទាត់ជាមួយលុយคล้ายចាប់ថាត្រូវគ្នាស្ទឹមត្រូវហើយលុយនោះត្រឹមត្រូវមិនអាចយើងបានលោកអ៊ុំសំអានគឺលោកនៅតែប្រកាន់ជំហរតាមអ្វីដែលលោកថាសម្ដេចតាបានចុះផ្សាយលើ BMD ហ្នឹងថាផែនទីនឹងคล้ายលោកនៅតែប្រកាន់ជំហរតាមសម្ដេចតាដដែលបាទព្រោះខ្ញុំឃើញផែនទីដែលលោកបណ្ឌិតសុខទុយបង្ហាញនៅរាជបណ្ឌិតសភាហ្នឹងក៏ដោយលោកវ៉ាកំហុងពេលផ្ទៀងផ្ទាត់ជាមួយផែនទី UN ហ្នឹងឃើញមានត្រាវៀតណាមដោយផ្ទាំងដាក់ធូរមានត្រាវៀតណាមខាងក្រោមហើយមានចុះហត្ថលេខារវាងលោកដិតមន្ទីរហើយនិងលោកលីវ៉ាន់លើឆ្នាំ1985អញ្ចឹងមានតែឆ្នាំ85បានមកចុះហត្ថលេខាចុះផែនទីតម្កល់នៅ UN ឆ្នាំ64ហ្នឹងហើយលេពេលបង្ហាញផែនទីផ្ទៀងផ្ទាត់ផែនទីនៅរាជបណ្ឌិតសភាហ្នឹងមានជំនួយការខ្ញុំម្នាក់ក៏សួរលោកបណ្ឌិតសុខទុយថាមានត្រាវៀតណាមលោកបណ្ឌិតសុខទុយគាត់ឆ្លើយរួចដល់អញ្ចឹងឲ្យលោកបណ្ឌិតម្នាក់ឆ្លើយជំនួសបាទហ្នឹងមូលហេតុដែលបញ្ហាហ្នឹងយើងសង្ស័យយ៉ាងណាជំហររបស់អាដាមអ៊ុំសំអាននៅពេលនេះហាក់ដូចជាផ្ទុយទៅនឹងមេដឹកនាំពីរផ្ទុយទៅនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ថានឹងចាត់ការបើសិនជាអ្នកណានៅតែប្រកាន់ជំហរថាផែនទីคล้ายផ្ទុយនឹងមេគណៈបករបស់អាដាមផ្ទាល់ដែលលោកប្រកាសថានឹងឈប់ចាក់កលេចរដ្ឋាភិបាលទៀតហើយ
អត់ទេសម្ដេចហ៊ុនសែនគាត់មានប្រសាសន៍យ៉ាងនេះប៉ុន្តែគណៈបកសង្គ្រោះជាតិជំហរគឺថារហូតដល់ពេលនេះយើងអត់ទាន់ទទួលស្គាល់ថាផែនទីនោះត្រឹមត្រូវអត់ទេយើងអត់ទាន់ប្រកាសជំហរដល់ឡើយទេយើងថារឿងមួយប៉ុន្តែរឿងថាឈប់ចាក់កលេចរដ្ឋាភិបាលអានឹងវាអាចទូទៅជាងទេបាទឈប់ចាក់កលេចហ្នឹងមានន័យថាឥឡូវនេះលោកហ៊ុនសែនកំពុងកពល់មុខព្រោះគាត់ប្រើផែនទីដែលគេសង្ស័យអញ្ចឹងណាផែនទីហ្នឹងគឺផែនទីភ្ជាប់ជាមួយសន្ធិសញ្ញាឆ្នាំ1985ដែលមានផែនទី SCI ខ្នាត 1 លើ 100 ប៉ុនជាមួយចំនួន26ផ្ទាំងនិងផែនទី UTM ដែលជាផែនទីខ្នាត 1 លើ 50 ប៉ុនដែលផ្ទុយទៅនឹងមាត្រា 2 នៃរដ្ឋធម្មនុញ្ញហ្នឹងព្រោះលោកមន្ត្រីសុខទូហើយលោកហ៊ុនសែនហ្នឹងចង់ធ្វើវិសោធនកម្មមាត្រា 2 ហ្នឹងដើម្បីឲ្យត្រូវដល់ផែនទីរដ្ឋាភិបាលប្រកាសហ្នឹងគឺផែនទីខ្នាត 1 លើ 50 ប៉ុនហ្នឹងចំនួន40ផ្ទាំងហ្នឹងភ្ជាប់ជាមួយសន្ធិសញ្ញាឆ្នាំ1985ហើយក៏មាត្រា3ចំណុច2ក៏និយាយពីការបោះពុម្ពផែនទីឡើងវិញផែនទី UTM ខ្នាត 1 លើ 50 ប៉ុនហ្នឹងដែលវៀតណាមគេជួយបោះពុម្ពយើងដែរដូច្នេះមានន័យថារឿងនេះអត់ទាន់ជាប់ទេយើងចាំមើលផែនទីដែលអាចរកឃើញពីអង្គការសហជីវជាតិដែលផែនទីសម្ដេចតាតម្កល់ក្នុងអង្គការសហជីវជាតិហ្នឹងឬក៏ផែនទីមកពីមហាអំណាចទាំង3ប៉ុន្តែឥឡូវនេះអង់គ្លេសថាអត់រកឃើញហើយអញ្ចឹងចាំប្រទេសមហាអំណាចពីរទៀតបាទឥឡូវលោកអ៊ុំសំអានថានឹងមិនចប់ទេនឹងមិនស្ងប់ឥឡូវខ្ញុំសូមងាកសួរសំណួរដដែលនេះទៅលោកកាន់លេងម្ដងលោកគិតថាស្ងប់ទេហើយបើមិនស្ងប់ទេនឹងធ្វើម៉េចដើម្បីឲ្យស្ងប់បានបាទសូមជឿខ្ញុំគិតថាមិនស្ងប់ទេបើសិនជាយើងចង់ឲ្យស្ងប់វាតលតែរដ្ឋាភិបាលនឹងបង្ហាញព្យាយាមយកវេទិកាបង្ហាញឲ្យច្បាស់ថាតើសិទ្ធិសញ្ញាឆ្នាំ1979នឹងនៅឯណាហើយដាក់បង្ហាញជាសាធារណជនសិទ្ធិសញ្ញា81 82ឬក៏85នឹងនៅឯណាហើយមានឧបសម្ព័ន្ធអីខ្លះបង្ហាញគេឲ្យច្បាស់ទៅអានឹងខ្ញុំគិតថាអាចនឹងស្ងប់មួយរយៈហើយបានអត់ស្ងប់ទី1យើងយកខ្ញុំជាឧទាហរណ៍ថាយើងយកគោយកមកប្រៀបធៀបមួយកបីវាគ្រាន់តែមានកតុយវាគ្រាន់តែមានជើង4វាគ្រាន់តែមានស្នែងដូចគ្នាក៏ប៉ុន្តែគោវាអត់ដូចកបីទេហើយបានខ្ញុំនិយាយអញ្ចឹងពីព្រោះថាផែនទីដែល UN នោះមានតែ18ផ្ទាំងហើយទៅប្រៀបធៀប26ផ្ទាំងយើងគិតថាទៅប្រៀបធៀបមិនពីព្រោះអាមួយផ្ទាំងនោះវាមានមាត្រដ្ឋាននៅលើផែនដីអញ្ចឹងគ្រាន់តែចំនួនហ្នឹងវាខ្វះ8ផ្ទាំងបាទអាហ្នឹងរឿងមួយរឿងទី2ដែលយកគោមកប្រៀបមួយកបីហ្នឹង UN គឺខ្នាត 1 លើ 100,000 OITM ប៉ុន្តែរដ្ឋាភិបាលមានដល់26ផ្ទាំងគឺផែនទីបោនហើយ40ផ្ទាំងគឺផែនទី OITM អញ្ចឹងយើងយកគោមកប្រៀបធៀបមួយកបីហ្នឹងមិនបានហើយស្ងប់គឺប្រជាពលរដ្ឋដែលខាតប្រទេសដែលខាតការជជែកគ្នាក្នុងការតតាំងជាគំនិតការតតាំងក្នុងការស្រាវជ្រាវវាចំណេញទី1គឺផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋចំណេញទី2គឺធ្វើឲ្យមានតម្លាភាពពីព្រោះកាលណាការជជែកគ្នាទៅប្រជាជនយល់អ្នកណាខុសអ្នកណាត្រូវត្រឹមត្រូវកម្រិតណាហើយចំណេញទី3គឺប្រសិនបើយើងរកឃើញនៅការពិតមែនតែនគឺវាផ្ដល់ផលវិជ្ជមានទៅដល់ប្រទេសទៅវិញទេព្រោះយើងយកទៅផ្ទៀងផ្ទាត់ផែនដីបើវាមានខុសមានត្រូវយើងអាចមានសិទ្ធិតវ៉ាបន្តទៅទៀតហើយបើស្ងាត់ដែលយើងខាតត្រង់ទៀតនៅពេលដែល UN រមិនឃើញហើយបានផែនទីផ្សេងមកវិញហេតុអីបានយើងមិនព្យាយាមរកនីតិវិធីដើម្បីឲ្យ UN នឹងព្យាយាមរកបន្តទៅទៀតទី1ហើយប្រជាជនទាំងអស់គ្នាផ្អើលគ្រប់កន្លែងទាំងអស់បាទហើយមួយទៀតចំពោះលោកមន្ត្រីសុខទូចលោកតែនិយាយថាក្រមសិលធម៌លោកនិយាយក៏លោកគិតខ្លួនឯងដែរកុំលោកចង្អុលតែគេលោកនិយាយថាលោកមានក្រមសិលធម៌ល្អណាស់ការធ្វើអ្វីមួយលោកក៏ចាំបាច់គួរថាល្អឲ្យប្រជាជនទាំងអស់គេស្ដាប់គេចេះគិតគេចេះពិចារណាហើយលោកមានប្រសាសន៍មកមិនមែនលោកមានប្រសាសន៍ជាមួយគោជាមួយកបីទេដូច្នេះលោកនិយាយជាមួយមនុស្សការមនុស្សគេមានការចិត្តហើយបាទនឹងជាកំណត់របស់ខ្ញុំហើយមួយទៀតខ្ញុំមានសំណួររបស់ខ្ញុំគឺថាផែនទី26ផ្ទាំងពីរដ្ឋាភិបាលហើយ24ផ្ទាំង26តែបានតែ24ទេពី CNP ហើយ UN ហ្នឹង18ផ្ទាំងហើយមកពីគុំណាទៀតអាហ្នឹងដូចអត់មានគ្រាន់តែនិយាយហើយខ្ញុំឆ្ងល់ថាការស្រាវជ្រាវហេតុអីក៏មិនព្រមបងអង្គឲ្យបានថាវាត្រឹមត្រូវគ្រប់គ្រាន់ហើយហេតុអីក៏
គាត់ស្រាវជ្រាវរយៈពេលខ្លីហើយប្រភពដែលបានមកបង្ខំស្ថានភាព NLP ឲ្យរកពីផ្ទាំងថែមទៀតប៉ុន្តែអា18ផ្ទាំងខ្វះ8ផ្ទាំងអត់មានលឺមាត់ទេនិយាយថាអា18ផ្ទាំងត្រឹមត្រូវហើយបាទអាហ្នឹងមួយថាហេតុអីបាទហើយមួយទៀតរឿងធ្វើការអញចង់កែប្រែរដ្ឋធម្មនុញ្ញមាត្រា2បាទមាត្រា2ច្បាស់ណាស់នឹងធ្វើនឹងដែលយើងតែនិយាយទាំងអស់គ្នាថាពិតជាកាត់ក្បាលតម្រូវមួយពេលនេះក្បាលខ្មែរប្រហែលជា15-16លាននាក់ក៏ត្រូវតែកាត់ដែរហើយកាត់ហ្នឹងធម្មតាយើងពិចារណាទៅជឿប៉ុន្មានថាបើសិនជាកាត់តែម្នាក់អីវាមិនបញ្ហាជឿក៏ជឿចុះព្រោះតែម្នាក់បាទអាហ្នឹងនឹងជាកំណត់របស់ខ្ញុំតើខ្មែរជឿប៉ុន្មានបាទហើយមួយទៀតខ្មែរយើងឈ្នះក្តីប្រសាប្រវិហារដោយប្រើផែនទីមួយណាបាទអរគុណច្រើនតែប៉ុណ្្នឹងបាទអរគុណលោកពិសិដ្ឋបាទសូមអញ្ជើញលោកបណ្ឌិតសុខទូចហេតុអីក៏បញ្ញាមែនបាទលោកពិសិដ្ឋលោកថាប្រជាជនខ្មែរ15លាននាក់មានខួរក្បាលនឹងដឹងរឿងនេះហេតុអីពួកខ្ញុំក៏លឿនម៉េះលោកមិនបានតាមដានលោកមិនបានមើលហើយលោកចេះតែនិយាយតាមពិតខ្ញុំបានជម្រាបលោករួចទៅហើយជម្រាបទស្សនិកជនទាំងអស់រួចទៅហើយយើងមានប្រភពពីអាមេរិកយើងមានប្រភពអំពីបារាំង IGN យើងមានប្រភពអំពីរដ្ឋាភិបាលយើងមានប្រភពពី UN យើងមានប្រភពពី CNRP លោកខ្ញុំបានជម្រាបលោកជូនហើយរួចហើយតើសូម្បីតែវិទ្យុអាស៊ីសេរីនេះក៏ខ្ញុំបានជម្រាបសូមតែ VOA នេះក៏ខ្ញុំបានជម្រាបរួចទៅហើយហើយទៅលោកមិនស្ដាប់ចំណុចទី1ចំណុចទី2 18ផ្ទាំងហ្នឹងគេបានប្រាប់យើងហើយថាគេមានតែប៉ុណ្្នឹងហើយឲ្យទៅសួរមកទៀតហើយគណៈបកសង្គ្រោះជាតិមាន26ផ្ទាំងប្រើប្រាស់តែមកបាន24ខ្ញុំគ្មានសិទ្ធិអីទៅជំរិតគេថាតែទៅយកមកទៀតទេខ្ញុំបានជម្រាបជូនហើយគណៈបកសង្គ្រោះជាតិដែលយកមកក៏ទទួលស្គាល់ការពិតថាអត់មានពីផ្ទាំងព្រោះអាមួយផ្ទាំងនោះគឺប្រើរួមអាមួយផ្ទាំងទៀតចូលទៅដាឡាត់ហើយដាឡាត់គឺជាទឹកដីរបស់វៀតណាមអានឹងយើងទៅទទួលយកការពិតលោកនិយាយអំពីថាហេតុអីបានយើងឈ្នះប្រាសាទព្រះវិហារកន្លែងនេះសូមបញ្ជាក់បើយោងតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាគឺខុសអត់អាចឆ្លើយបានទេនេះដោយយើងយកកិច្ចព្រមព្រៀងទេនៅឆ្នាំ1904ដែលគូសដែលមានសន្ធិសញ្ញាបារាំងសៀមហើយបានគូសផែនទីនៅឆ្នាំ1907ហើយបានបោះបង្គោលហើយនៅឆ្នាំ1909ប្រើຂະຫນາດ1 លើ 200,000លោកពិសិដ្ឋសូមលោកមើលម្ដងទៀតហើយរដ្ឋធម្មនុញ្ញអត់មានចែងទេអាហ្នឹងបើនិយាយពីសមុទ្រຂະຫນາດ1 លើ 300,000មិនមែនកាត់ក្បាលតម្រូវមួកទេមិនមែនកាត់ក្បាលតម្រូវមួកទេលោកពិសិដ្ឋមុននឹងលោកនិយាយសូមឲ្យលោកអានឲ្យបានច្រើនចំណុចមួយទៀតបើសិនជាយកក្បូនຂະຫນាត100,000ឆ្នាំ1933តើវាឆ្លើយតបជាមួយថៃទេបើថៃធ្វើនៅឆ្នាំ1904សន្ធិសញ្ញាឆ្នាំ1904ហើយបានគូសបោះបង្គោលព្រំដែនឆ្នាំ1907យើងយកអានឹងទៅប្តឹងទៅឈ្នះនៅផ្សារព្រះវិហារហើយចំណុចមួយទៀតបើសិនជាយើងហើយសូមជំរាបជូនថាដោយអាយដាមអ៊ុំសំអានថាសុកទូចនឹងហ៊ុនសែនមានបំណងចង់ធ្វើវិសោធនកម្មតាមពិតសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនអត់បានមកសួរពួកខ្ញុំទេពួកខ្ញុំគ្រាន់តែផ្ដល់អនុសាសន៍មិនបានតម្រូវឲ្យនាយករដ្ឋមន្ត្រីឬសភាធ្វើគ្រាន់តែផ្ដល់ជាអនុសាសន៍ហើយចំណុចមួយគឺចង់បញ្ជាក់ថាម៉េចទេយើងចង់និយាយថាបើយើងគិតឆ្នាំ1933ចុះដាក់ហ៊ូតតែធ្វើនៅឆ្នាំ1914តើវាយ៉ាងម៉េចសញ្ញាវាសួរអញ្ចឹងសញ្ញាដែលយើងត្រូវសួរវាអញ្ចឹងទេហើយយើងនិយាយថារដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាប្រើបានតែក្នុងប្រទេសកម្ពុជាទេប៉ុន្តែយើងត្រូវបោះបង្គោលជាមួយភាគីវៀតណាមយើងត្រូវបោះបង្គោលជាមួយភាគីឡាវអញ្ចឹងយើងត្រូវធ្វើវាម៉េចហើយវិសោធនកម្មមិនមែនតម្រូវឲ្យធ្វើពេលនេះទេក្រោយពីយើងបានបោះបង្គោលចប់សពគ្រប់យើងនឹងត្រូវធ្វើវិសោធនកម្មដើម្បីការពារព្រោះយើងធ្វើលបងតាមម្ខាងហើយលោកបណ្ឌិតកែមលីថ្ងៃមួយក៏សួរខ្ញុំដែរថាចុះបើយើងធ្វើឲ្យសុំធ្វើវិសោធនកម្មវាមិនផ្ទុយរដ្ឋធម្មនុញ្ញវាមិនមែនផ្ទុយទេដោយសារតែយើងយកទៅអនុវត្តជាមួយប្រទេសជិតខាងរបស់យើងឧទាហរណ៍សមុទ្រយើងប្រើຂະຫນាត1 លើ 300,000តើរដ្ឋធម្មនុញ្ញមានបានចែងទេអត់បានចែងទេអញ្ចឹងកន្លែងហ្នឹង
ខ្ញុំមិនយើងមើលសិក្សាទៅវាឃើញទស្សនវិជ្ជាឆក់ល្វែងឬការខ្វះខាតដែលយើងធ្វើរបងតែជាមួយវៀតណាមមិនមែនព្រំដែនកម្ពុជាជាប់ទៅជាមួយវៀតណាមណាយើងជួបជាមួយឡាវយើងជាប់ដែនសមុទ្រយើងជាប់ជាមួយថៃអញ្ចឹងយើងចង់ថាពេលក្រោយពីបោះបង្គោលរួចហើយបើយើងធ្វើវិសោធនកម្មដើម្បីខាតយើងធ្វើអីយើងធ្វើអីអាកន្លែងនេះដែលសង្កបញ្ជាក់ម្ដងហើយម្ដងទៀតហើយសូមអរគុណលោកបណ្ឌិតសុកទូចបាទឥឡូវនេះខ្ញុំចង់អញ្ជើញលោកអ្នកស្ដាប់ម្នាក់ទៀតពីកំពង់ចាមលោកហូបាទសូមអញ្ជើញដាក់សំណួរបាទហៅឡូដោយសារលក្ខខណ្ឌអ្នកក៏រួចថាមិនបាច់សម្រាប់សួរវាគ្មិនទេអញ្ចឹងខ្ញុំចាប់ផ្ដើមពីកម្មវគ្គមុននោះគឺរឿងផែនទីហ្នឹងដែរគឺជាមួយអ្នកស្រីលោកជំទាវគាត់ពីស្រីនេះអ្នកជំនាញខាងផែនទីដែរគេសួរថាគាត់អត់ដឹងផែនទីហ្នឹងមានផ្ទៃដីកម្ពុជាហ្នឹងមានផ្ទៃកន្លះប្រមាណទេហើយខ្ញុំចង់សួរថាកាលនោះលោកបណ្ឌិតសុកទូចហ្នឹងក៏ជីវិតបានដែរហើយលោកដឹងហ្នឹងកាលនោះគាត់ដឹងលោកក៏មិនជួយឆ្លើយប្រាប់ផងបើគាត់អ្នកស្រីហ្នឹងក៏អត់ដឹងហើយមកដល់ពេលនេះក្នុងប្រទេសរបបនេះគឺខ្ញុំមានសំណួរមួយចង់សួរថាក្រោយពីការវាស់វែងពីផែនទីផែនអីរួចទៅគាត់ទូទៅតើដីយើងដីស្រុកខ្មែរយើងទាំងអស់គ្នានេះវាត្រូវទៅតាមតែខ្ញុំបានរៀនគឺ 186,035 គីឡូម៉ែត្រការ៉េដែរអត់ហើយបើបានប៉ុណ្ណឹងហើយមិនបាច់ថាចង់បានចំណេញចាប់បានខាតទេសូមថាតែប៉ុណ្ណឹងទៅបានហើយអញ្ចឹងខ្ញុំមានសំណួរប៉ុណ្ណឹងទេបាទអរគុណលោកហូបាទលោកបណ្ឌិតសុកទូចកាលនឹងនៅអង្គុយជាមួយនឹងលោកជំទាវអង្គុយពិសេសដែរហេតុអីក៏មិនជួយឆ្លើយគាត់ផងប្រហែលជាគាត់ស្ដាប់មិនទាន់តាមពិតខ្ញុំបានប្រាប់តើខ្ញុំប្រាប់ថាផែនដីរបស់យើងមាន 181,035 ហើយខ្ញុំប្រាប់ទៀតថាមាន 1,770 គីឡូម៉ែត្រជាមួយវៀតណាមហើយមាន 804 គីឡូម៉ែត្រជាមួយថៃហើយមាន 540 គីឡូម៉ែត្រជាមួយឡាវខ្ញុំបានបញ្ជាក់ច្បាស់ណាស់ប៉ុន្តែគេលោកស្ដាប់មិនទាន់ប៉ុន្តែសម្រាប់ខ្ញុំបាននិយាយរឿងហ្នឹងបាទនៅមានរឿងមួយទៀតលោកបណ្ឌិតសុយទី2អាការផ្ដល់ផែនទីវាជារឿងរសើបមួយពី UN អាចថាផ្ដល់មកបើសិនជាមានបញ្ហាវាមានសង្គ្រាមរវាងប្រទេសនិងប្រទេសអញ្ចឹងប្រសិនបើมันមាននីតិវិធីច្បាស់លាស់ត្រឹមត្រូវគឺ UN มันអាចផ្ដល់ឲ្យបានទេពេលខ្លះជាពាក្យភាសាការទូតថារកមិនឃើញប៉ុន្តែបើសិនជាយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិវិញខ្ញុំគិតថារកឃើញពីព្រោះកាលណាតុលាការគេស្នើសុំពីអង្គការសហជាតិព្រោះតុលាការហ្នឹងវាជាយន្តការរបស់អង្គការសហជាតិដែរហើយខ្ញុំមើលឃើញចំនួនច្រើនដែលគេមានឯកសារហើយចំនួនច្រើនព្រំដែនឲ្យតែប្រទេសនិងប្រទេសច្រើនតែគេប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដូចនីហ្សេរីយ៉ាកាមេរូនដូចម៉ាដាហ្គាស្កាជាមួយនឹងកូសូម៉ូប្រទេសស្ប៉ែនបានន័យថាអេស្ប៉ាញជាមួយនឹងម៉ូរ៉ូកូឬក៏យូហ្គាន់ដាជាមួយនឹងរ៉ូវ៉ាន់ដាហ្សំយៀជាមួយកុងហ្គោអីភាគច្រើនឲ្យតែមានវិវាទជាលក្ខណៈអន្តរជាតិឲ្យតែមានវិវាទព្រំដែនគឺគេប្តឹងទៅរកយន្តការណាមួយដែលមានយុត្តិធម៌ខ្ពស់បំផុតដើម្បីឲ្យប្រជាជនគេឲ្យប្រជាជាតិគេនឹងស្ងប់អារម្មណ៍ហើយទុកចិត្តបំផុតពីព្រោះយើងចរចាភាគីប្រទេសធំប្រទេសទូចយើងត្រូវរកអ្នកទី3ដើម្បីមកជួយបាទអរគុណលោកបណ្ឌិតកែមលីដូច្នេះលោកបណ្ឌិតមានប្រសាសន៍ថាប្រជាពលរដ្ឋកម្ពុជាក៏មិនទាន់អាចស្ងប់ហើយរដ្ឋាភិបាលកម្ពុជាក៏មិនគួរស្ងប់ដែរត្រូវរិះរកវិធានការបន្តទៀតមានការប្តឹងផ្តល់ទៅតុលាការអន្តរជាតិអីជាដើមឥឡូវនេះខ្ញុំងាកមកលោកបណ្ឌិតសុកទូចវិញម្ដងលោកបណ្ឌិតសុកទូចការពិតនឹងលោកបណ្ឌិតពេលនេះល្បីណាស់នៅពេលដែលខ្ញុំបានដាក់ផ្សាយអំពីរឿងការផ្សាយវេទិកាយុទ្ធនេះនឹងគឺមានសំណួរច្រើនណាស់គឺថាសូមសួរលោកបណ្ឌិតសុកទូចឲ្យផងសូមសួរឲ្យផងខ្ញុំនឹងជ្រើសរើសមក 3-4 សំណួរទេដើម្បីសួរលោកបណ្ឌិតក៏ប៉ុន្តែមុននឹងសួរសំណួររបស់លោកអ្នកស្ដាប់ឬមួយអ្នកដែលផ្សាយតាម Facebook មកខ្ញុំបាទសូមសួរសំណួរខ្ញុំមុនគឺជាសំណួររួមនឹងថាតើលោកបណ្ឌិតគិតថាបន្ទាប់ពីការប្រមានបន្ទាប់ពីការផ្ទៀងផ្ទាត់នឹងហើយនឹងសភាពការអាចស្ងប់ទេក្នុងរឿងការតវ៉ារឿងព្រំដែននេះបាទសូមជឿបាទអរគុណសូមស្វាគមន៍ប្រិយមិត្តទាំងអស់ដែលតាមដានវិទ្យុអាស៊ីសេរីក៏ដូចជារងការបកស្រាយរបស់អ្នកដែលសិក្សាអំពីផែនទីខ្ញុំរីករាយនឹងអ្វីដែលនិយាយអំពីអាយដាមអ៊ុំសំអានឬក៏លោកបណ្ឌិតកែមលីប៉ុន្តែសម្រាប់ខ្ញុំដែលជាអ្នកសិក្សាស្រាវជ្រាវវាអាប៉ោងបើកក្របមិនមែនឲ្យអត់ទៀតទេ
ទាំងអាយដាមសំអានទាំងអាយដាមទាំងដិតកែមលីយើងដឹងទាំងអស់គ្នាអត់មានបិទក្របទេលោកអាយដាមសំអានមិនអស់ចិត្តប៉ុន្តែបករបស់លោកឲ្យ26មកប្រើបានតែ24ផ្ទាំងទេលោកមិនក៏លោកនៅតែមិនអស់ចិត្តទៀតលោកត្រូវស្ដីបន្ទោសបករបស់លោកដែលលោកឲ្យផែនទីមកមិនគ្រប់អាប៉ោងបើក្របតើហើយទី2លោកនិយាយថាឲ្យសហការីលោកសួរខ្ញុំថាផែនទីបោះត្រាវៀតណាមខ្ញុំឆ្លើយមិនរួចលោកចេះតែនិយាយរឿងផែនទីដែលតែយកចេញពីបណ្ណាល័យណាបណ្ណាល័យនឹងបោះពុំហើយគ្មានអីឆ្លើយមិនរួចទេអញ្ចឹងជំនួយការរបស់លោកកុំប្រើចរិតដូចលោកដែលគ្មានការពិតហើយនិយាយបំផ្លើសអានឹងវាជារឿងមួយដែលយើងមិនត្រូវយកមកនិយាយដែលអត់ពិតចឹងទេចំណុចទី3លោកថាអ្វីដែលមានបង្កល់ដោយអង្គការសហជីវជាតិវាអត់មានឥឡូវនេះយើងសង្ឃឹមពីរគឺអាមេរិកនិងបារាំងលោកសិក្សាអំពីប្រទេសនៅក្នុងដែលព្រំដែននៅក្នុងសម័យអាណានិគមគេចែកចេញជា4ទី1គឺលក្ខណៈប្រវត្តិសាស្ត្រទី2គឺជាលក្ខណៈប្រវត្តិសាស្ត្រដូចជារឿងស្តាលីនិងប៉ារ៉ាសែលចឹងប្រវត្តិសាស្ត្របានឃើញកាក់នឹងចតសំពៅនឹងគេថាជារបស់គេទី2គឺជាប្រទេសនៅក្រោមអាណានិគមនឹងដូចជាកម្ពុជាក្រោមអាណានិគមបារាំងហ្នឹងគឺគេទទួលស្គាល់នៃផែនទីគូសដល់អាណានិគមទី3គឺផែនព្រំដែនដែលបន្សល់ក្រោយសង្គ្រាមលោកទី2ឧទាហរណ៍នៅជារឿងជប៉ុននិងប្រទេសរុស្ស៊ីដែលសង្គ្រាមគេហៅថាប្រជុំកោះដែលគូរៀលនិងសាខាលីនក្រោយពីជោគជ័យជប៉ុនធ្វើសង្គ្រាមអន្តរកាសហើយរុស្ស៊ីបានត្រូវវាយកម្ដុំកោះហ្នឹងគឺកោះហ្នឹងវាស្ថិតនៅក្នុងទឹកដីរបស់រុស្ស៊ីអាហ្នឹងគឺជារឿងមួយទៀតរឿងដែលចាក់ទិនទៅនឹងអ្វីដែលក្រោយជាបន្ទុកដូចជានៅប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថានអាហ្នឹងគឺសិតសឹងតែជាចំនួនព្រំដែនឯកម្ពុជានេះវាចូលក្នុងចំណុចទី3គឺព្រំដែនដែលបន្សល់ពីអាណានិគមយើងត្រូវគោរពអញ្ចឹងយើងមានផែនទីរបស់យើងគូសបន្សល់ដោយបារាំងដូច្នេះយើងមិនត្រូវនិយាយអ្វីដែលគ្មានការពិតឥឡូវហ្នឹងយើងគិតថាឥឡូវអង់គ្លេសគេឆ្លើយមកហើយសម្ដេចតាការគាត់នៅមានបញ្ជនហេតុអីក៏គាត់មិនទៅសុំពីអង្គការសហជីវជាតិបើយល់ថាឯកឧត្តមបាកំហុងយកផែនទីខ្លាំងខ្លាយក្នុងនាមព្រះអង្គជាព្រះមហាក្សត្រមិនក៏មិនសេរីខិតហ្នឹងទៅអង្គការសហជីវជាតិទៅយកអាហ្នឹងមកក្នុងនាមជាអ្នកដឹកនាំចំណុចទី1ចំណុចទី2យើងដឹងហើយថាផែនទីដែលមានគឺយើងយកមកពីបារាំងពីអាមេរិករបស់រដ្ឋាភិបាលរបស់គណៈបក្សសង្គ្រោះជាតិរបស់អង្គការសហជីវជាតិឥឡូវនេះយើងឃើញថាយើងយកពីបារាំងមកផ្ទៀងផ្ទាត់ជាមួយរដ្ឋាភិបាលក៏នៅតែរដ្ឋាភិបាលត្រូវយើងយកពីអាមេរិកក៏យើងតែត្រូវព្រោះអាប៉ោងបោកក្របថ្ងៃនោះខ្ញុំឲ្យតែផ្ទៀងផ្ទាត់គ្រប់ទាំងលោកសង្ឃទាំងសារព័ត៌មានទាំងប្រជាជនទាំងអ្នកស្រាវជ្រាវឲ្យទៅមើលរហូតដល់អ្នកនយោបាយដឹកដៃគ្នាទៅទៀតអញ្ចឹងយើងគិតមើលពីបារាំងយើងឃើញហើយគេថា IGN ចេញពីបណ្ណាល័យរបស់ IGN ហ្នឹងអញ្ចឹងបានន័យថាម៉េចយកមកផ្ទៀងផ្ទាត់របស់រដ្ឋាភិបាលទៅទៀតប៉ុន្តែហេតុអីបានយើងយករដ្ឋាភិបាលជាគោលព្រោះមានមូលដ្ឋាន3សំខាន់ទី1មូលដ្ឋានកតេយុត្តមានន័យថាផែនទីដែលរដ្ឋាភិបាលប្រើគឺបានទទួលស្គាល់ដោយអង្គនីតិបញ្ញត្តិហ្នឹងទាំងសភាទាំងព្រឹទ្ធសភាទី2មានការឡាយប្រហោះពីព្រះមហាក្សត្រទី3គឺយើងមានកិច្ចព្រមព្រៀងនឹងចុះហត្ថលេខាទៅលើផែនទីរវាងប្រទេសជិតខាងគឺប្រទេសវៀតណាមនិងប្រទេសកម្ពុជាយើងមិនមែនបោះបង្គោលព្រំដែនទៅនៅកម្ពុជាទេយើងបោះបង្គោលរវាងវៀតណាមនិងកម្ពុជាបើសិនជាកម្ពុជាអត់ឯកភាពក៏មិនអាចបោះបានបើសិនជាវៀតណាមមិនឯកភាពក៏មិនបោះបានប៉ុន្តែផែនទីទាំងអស់នោះបើផែនទី3ដូចគ្នាហើយផែនទី1ដែលមានលក្ខណៈកតេយុត្តយើងត្រូវយករបស់ដែលមានផ្លូវកតេយុត្តដើម្បីបោះចុះបោះ UN អ្នកខ្លះសូម្បីតែអាដាមសម្បានក៏យល់ខុសដែរថាផែនទីបោះ UN គឺផែនទីទម្លាក់របែកគូដោយនេះខ្ញុំខំជំរាបជូនថា UTM និង BON គ្រាន់តែ BON មិនអាចប្រើប្រាស់ GPS ពីព្រោះ UTM ជាបោះអាមេរិកដែលបោះអ្នកប្រាជ្ញបោះអាមេរិកគេបោះអញ្ចឹងយើងមានន័យថាម៉េចទេ BON គឺវារៀងជាសជីបើយើងនិយាយពីกระดาษវារៀងជាសជីដែររៀងជាសជីអញ្ចឹងយើងយកឲ្យអញ្ចឹងហើយកណ្ដាលយើងដាក់ពុកគោលវាចំណោលហើយ
ក្នុងការផែនទីវាអត់មានកលាវោះទេដល់ពេល UTM មានន័យថាជារៀងស៊ីឡាំងអញ្ចឹងយើងវាស់ផែនទីហ្នឹងអញ្ចឹងយើងយល់ថាម៉េចទៅគឺຂະຫນາດ100,000ដូចគ្នាអញ្ចឹងតែយកទៅប្តឹងអង្គការសហជីវជាតិហ្នឹងគឺមានន័យថាម៉េចគឺយកតែចំណុចណាដែលមានការឈ្លានពានពីប្រទេសជិតខាងគឺអាធិបតេយ្យនិងសហរដ្ឋអាមេរិកមិនមែនគូសផែនទីថ្មីទេគឺផែនទី18ផ្ទាំងហ្នឹងគឺជាផែនទីដកបំលែងហៅថា convert បន្លែងមកទៅជាផែនទី UTM ហើយគេមាននិមិត្តសញ្ញា3និមិត្តសញ្ញារង្វង់មូលនិមិត្តសញ្ញាការ៉េនិមិត្តសញ្ញាត្រីកោណរង្វង់មូលគឺការឈ្លានពាននៅលើផែនដីរង្វង់គេហៅថា4ជ្រុងឬក៏ចក្រកោណហ្នឹងគឺការឈ្លានពាននៅក្នុងដែនអាកាសហើយរូបត្រីកោណគឺការឈ្លានពានរបស់ដែនទឹកអញ្ចឹង3និមិត្តសញ្ញាហ្នឹងគឺគេដៅគេប្រាប់ទៀតថានៅឆ្នាំ1963គឺបានឈ្លានពាននៅថ្ងៃនេះកន្លែងណាគេមានបញ្ជាក់ឲ្យទៅណាមិនមែនផែនទីគូថ្មីទេផែនទីដដែលដើម្បីឲ្យប្រើ GPS បានគេបំលែងវាឬគេភាសាអង់គ្លេស convert វាឲ្យទៅជា UTM ຂະຫນາດ1/100,000ដដែលអត់មានផែនទីคล้ายទេផែនទីដដែលប៉ុន្តែគេរើសតែចំណុចឈ្លានពាននឹងសូមបញ្ជាក់ខ្ញុំឃើញបងជុនច័ន្ទបុតបានបង្ហោះអ្នកខ្លះថាហេតុអីទៅយកផែនទីទម្លាក់គ្រាប់បែកយកមកនេះផែនទីដដែលគ្រាន់តែគេកំណត់ថាកន្លែងណាឈ្លានពានដែនអាកាសកន្លែងណាឈ្លានពានដែនទឹកកន្លែងណាឈ្លានពានដែនគោកអានេះជាការពិតយើងរៀនយកការពិតរឿងព្រំដែនរឿងផែនទីជារឿងជាតិសូមកុំយកនយោបាយមកលូកលាន់ដូចអ្វីដែលលោកអាយដាមអ៊ុំសំអាតខ្ញុំគោរពប៉ុន្តែពេលនេះអាយដាមកំពុងតែប្រើប្រាស់នយោបាយធ្វើជារង្វល់នៅក្នុងបញ្ហាលោកថាល្អលោកយកមកបើលោកអត់មានហើយលោកអំណាងថាអានឹងវាល្អដល់ណាទៀតបើលោកអត់មានអានឹងយើងឆ្លើយកុំឲ្យថាឥឡូវអ្នកថាទូរស័ព្ទនេះមិនកើតយកទូរស័ព្ទអីមកប្រើបើអត់មានគេទៅប្រើអាមានហើយគេអត់អាចនិយាយបានទេបើសិនជាលោករកផែនទីមិនបានអាល្អមកជំនួសអានឹងផងតើយើងយកផែនទីអីទៅវាស់អានឹងយើងកុំប្រើប្រាស់យកឆន្ទៈនយោបាយយកភាពងប់ងល់មកដោះស្រាយបញ្ហាហ្នឹងរឿងខ្ញុំសូមបន្ថែមបន្តិចទៀតរឿងមិនទុកសុខមើលការទុកមិនសុខចិត្តរឿងសម្ដេចនាយករដ្ឋាភិបាលប៉ុន្តែយើងមានអាល្អជាងហ្នឹងទេបើយើងមានអាល្អជាងហ្នឹងខ្ញុំក៏តបដែរខ្ញុំក៏ទៅពួកខ្ញុំជាប្រទេសរបស់ខ្ញុំមិនមែនប្រទេសរបស់ហ៊ុនសែនណាមិនមែនប្រទេសរបស់សោមស៊ីណាមិនមែនប្រទេសរបស់នរ៉ាមរតណាប្រទេសយើងទាំងអស់គ្នាបើមានអាល្អជាងប៉ុន្តែវាអត់មានអាប៉ងបើក្រោបឲ្យតើបាទអញ្ចឹងលោកបណ្ឌិតសុខទួយងាកមកសំណួររបស់ខ្ញុំវិញអញ្ចឹងអ្វីដែលលោកបណ្ឌិតមានប្រសាសន៍មកហ្នឹងគិតថាសមរម្យហើយប្រជាពលរដ្ឋអាចនឹងស្ងប់ពីរឿងតវ៉ានឹងបានទេខ្ញុំឆ្លងជម្រាបជូនថាបើអ្នកនយោបាយមានផែនទីលើសនឹងអញ្ជើញយកមកហើយបើអត់មានទេទុកភារកិច្ចនេះដើម្បីយើងធ្វើបន្តទៅទៀតព្រោះយើងមាន3ដំណាក់កាលខ្ញុំនឹងសួរអំពីរឿងដំណាក់កាលបន្តហ្នឹងហើយប៉ុន្តែមុននឹងសួរដំណាក់កាលបន្តហ្នឹងខ្ញុំចង់ងាកមកអ្វីដែលលោកបណ្ឌិតកែមលីលើកឡើងមិញនេះថាយកគោទៅប្រៀបធៀបមួយកបីក៏ប៉ុន្តែបើលោកបណ្ឌិតថាមិនមែននេះគឺថាគោដដែលហ្នឹងទេយកទៅប្រៀបធៀបមួយគោនឹងដដែលទេគ្រាន់តែថាគេបាន convert គោនឹងដើម្បីឲ្យងាយមើលជាងអីប៉ុណ្ណឹងតើលោកបណ្ឌិតកែមលីអាចទទួលយកបានទេនៅពេលដែលលោកបណ្ឌិតសុខទួយឆ្លើយថាគោនឹងគោដដែលហ្នឹងជាទូទៅយើងមិនចង់បានផែនទីណាអន់ជាងឬក៏ល្អជាងនេះយើងចង់បានផែនទីដែលវាត្រឹមត្រូវហើយយើងចង់ឲ្យមានតម្លាភាពនៅក្នុងការបង្ហាញហើយផែនទីដែលត្រឹមត្រូវវាជាផែនទីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា2ហើយបានតម្កល់នៅអង្គការសហជីវជាតិចឹងប្រសិនបើយើងព្យាយាមរកផែនទីដែលបានតម្កល់នៅអង្គការសហជីវជាតិទោះបីជាយូរយ៉ាងម៉េចក៏ដោយប្រសិនបើយើងរៀបចំកងកម្លាំងប្រដាប់អាវុធការពារអ្វីដែលមានស្រាប់ឲ្យបានហើយយើងព្យាយាមយកអាភាពត្រឹមត្រូវនឹងយកមកធ្វើកិច្ចការអានឹងខ្ញុំគិតថាល្អជាងខ្ញុំមិនមានចំទាស់ទៅនឹងគំនិតរបស់លោកបណ្ឌិតសុខទួយទេប៉ុន្តែយើងឃើញនីតិវិធីនៅក្នុងការផ្ទៀងផ្ទាត់ផែនទី
លោកបណ្ឌិតមុននឹងងាកទៅរឿងនីតិវិធីផ្ទៀងផ្ទាត់ខ្ញុំបាទក៏ចង់សួរថានៅពេលដែលលោកសុកទូចបកស្រាយថា UTM របស់អាមេរិកកាំងហើយនឹងបននឹងຂະຫນາດ100,000ដូចគ្នានឹងវាជាគោដូចគ្នានឹងតើលោកបណ្ឌិតទទួលយកបានទេចំណុចហ្នឹងជារួមវាខុសទៅនឹងរដ្ឋធម្មនុញ្ញបើសិនជាខុសទៅនឹងរដ្ឋធម្មនុញ្ញវាគឺជាការរំលោភទៅរដ្ឋធម្មនុញ្ញឬក៏ជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញហើយខ្ញុំមានការកោតសរសើរដល់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ព្យាយាមការពាររដ្ឋធម្មនុញ្ញគាត់ព្យាយាមអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធការពាររដ្ឋធម្មនុញ្ញកន្លែងណាដែលយើងត្រូវការពារកាលណាយើងប្រើប្រាស់ខុសទៅនឹងផែនទីដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញបើទោះបីជាយើងនិយាយថាអាហ្នឹងវាបកទៅពីបនទៅអ៊ុយទេអឹមទៅអីមិនដឹងប៉ុន្តែកាលណាយើងវាខុសហើយបាទបើវាខុសអញ្ចឹងថាតើអ្វីដែលលោកសុកទូចលើកឡើងថានឹងកែប្រែមាត្រាធម្មនុញ្ញមាត្រា2នៃរដ្ឋធម្មនុញ្ញហ្នឹងគួរតែធ្វើទេលោកបណ្ឌិតកាន់ណីជាទូទៅបើយើងមើលមាត្រាទី15មាត្រាទី150ថ្មីនៃជំពូក15ថ្មីគេនិយាយអំពីច្បាប់ឬក៏សេចក្តីសម្រេចទាំងឡាយណារបស់ស្ថាប័នរដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញចឹងប្រសិនបើរដ្ឋាភិបាលធ្វើអ្វីវាស្របទៅនឹងរដ្ឋធម្មនុញ្ញហើយវាអត់មានអីនឹងត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេប៉ុន្តែប្រសិនបើយើងចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញយើងត្រូវរកអ្វីដែលត្រឹមត្រូវហើយសុំសភាមកធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានយើងអាចទៅធ្វើសេចក្តីសម្រេចចរចាឬក៏សេចក្តីកិច្ចព្រមព្រៀងឬមួយក៏ការផ្ដល់សេចក្តីប័ណ្ណទៅលើសិទ្ធិសញ្ញាបំពេញបន្ថែមឬមួយក៏សិទ្ធិសញ្ញាព្រំដែនណាមួយបានមិនមែនយើងធ្វើហើយស្រាប់តែយើងគិតថាធ្វើទៅវាខុសវាត្រូវហើយសុំមកវិសោធនកម្មអាហ្នឹងវាមិនមែនសភាធម្មនុញ្ញទេធម្មតារបបសភានិយមរដ្ឋាភិបាលធ្វើអ្វីប្រសិនបើយើងគិតថាវាមិនត្រឹមត្រូវមិនទាន់សមស្របទៅនឹងរដ្ឋធម្មនុញ្ញសុំសភាធ្វើវិសោធនកម្មឲ្យហើយបានយើងមានសិទ្ធិទៅធ្វើបាទអរគុណឥឡូវនេះខ្ញុំចង់អញ្ជើញលោកអ៊ុំសំអាតដើម្បីបកស្រាយនៅអ្វីដែលលោកបណ្ឌិតសុកទូចមានប្រសាសន៍មិញយ៉ាងខ្លីបាទដែលលោកបណ្ឌិតសុកទូចថាត្រូវយកតាមផែនទីអាណានិគមហ្នឹងអត់ត្រូវទេព្រោះផែនទីដែលរដ្ឋាភិបាលប្រើសពថ្ងៃហ្នឹងផែនទីຂະຫນາດ1លើ100,000ហ្នឹងចំនួន26ផ្ទះហ្នឹងគឺអមសន្ធិសញ្ញាឆ្នាំ1985ហើយផែនទី UTM ຂະຫນາດ1លើ50,000ចំនួន40ផ្ទាំងហ្នឹងគឺអមសន្ធិសញ្ញាឆ្នាំ1985ហើយនិយាយម្ដងទៀតក្នុងសន្ធិសញ្ញាបំពេញខែឆ្នាំ2005អាហ្នឹងមានផែនទីដែលរបស់អាណានិគមទេរបស់បារាំងទេគឺផែនទីដែលវៀតណាមគេបង្ខំឲ្យខ្មែរយើងសញ្ញេនៅទសវត្សរ៍ទី80ហើយផែនទីហ្នឹងមិនមែនជាផែនទីតម្កល់នៅអង្គការសហជីវជាតិឆ្នាំ1964ទេអញ្ចឹងអាណានិគមបានយកមកប្រើផែនទីវៀតណាមគេរៀបចំទសវត្សរ៍ទី80មួយទៀតផែនទីឆ្នាំ1985ហ្នឹងវាផ្ទុយទៅនឹងមាត្រា2នៃរដ្ឋធម្មនុញ្ញផ្ទុយទៅនឹងមាត្រា55នៃរដ្ឋធម្មនុញ្ញហើយផ្ទុយទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991សភាអនុម័តហ្នឹងទៅលើសន្ធិសញ្ញាបំពេញខែឆ្នាំ2005នោះផងដែរគឺមាត្រា150ថ្មីនៃរដ្ឋធម្មនុញ្ញដែលនិយាយថាច្បាប់និងសេចក្តីសម្រេចរបស់រដ្ឋត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាតចុះបើសិនអន្តិសញ្ញានៅឆ្នាំ1985ហ្នឹងវាផ្ទុយទៅនឹងមាត្រា2មាត្រា55នៃរដ្ឋធម្មនុញ្ញហ្នឹងចុះអនុម័តយើងមានន័យអីយកអ្វីដែលសម័យយូរគ្រប់គ្រងហើយសម័យហ្នឹងអត់មានកៅអីអង្គការសហជីវជាតិទេហើយមួយទៀតលោកមនិតសុទុយថាគាត់ថាវា convert ពីផែនទីបនទៅជាផែនទី UTM ຂະຫນາດ1លើ100,000តែវាដូចគ្នាដែរតាមពិតអាហ្នឹងមិនមានចែងក្នុងមាត្រា2នៃរដ្ឋធម្មនុញ្ញទេហើយផែនទីហ្នឹងក៏បានបញ្ជាក់ដែររដ្ឋាភិបាលថាមិនមែនផែនទីផ្លូវការឬផែនទីដែលសម្ដេចហ៊ុនសែនស្នើសុំទេហើយ UN ក៏បញ្ជាក់ដែរថាផែនទីស្នើសុំហ្នឹងអត់ឃើញទេចាផែនទីហ្នឹងវាអត់ទី1អត់មានក្បាលហើយវាកាត់មកកណ្ដាលអីចឹងទៅដើម្បីប្តឹងអមេរិកតំណាក់កបែកអត់មានកន្ទុយអត់មានព័ត៌មានច្បាស់លាស់ផែនទីក៏លក្ខណៈត្រឹមត្រូវត្រូវតែមានក្បាលវាផលិតនៅឆ្នាំណាដោយក្រមភូមិសាស្ត្រឌូចិនអញ្ចឹងទៅអ្នកផលិតផែនទីនេះຂະຫນាតប្រមាណអញ្ចឹងវាមានព័ត៌មានរបស់វាហើយបើមានតែអត់មានក្បាលមានកន្ទុយហ្នឹងមិនផែនទីនេះជាផ្លូវការដូច្នេះផែនទីហ្នឹងមិនមានជាផែនទីផ្លូវការទេហើយលោកមនិតសុកទុយថាអញ្ចឹងបើយើងមានតែប៉ុណ្្នឹងយើងប្រើហ្នឹងទៅអត់តែប្រើហ្នឹងបានទេយើងមានផែនទីដទៃទៀតដែលអាចយើងចាំបានគឺផែនទីដែលតម្កល់នៅ UN ឆ្នាំ1964ដែលសម្ដេចតាតម្កល់ហើយមួយទៀតថារកមិនឃើញហើយហ្នឹងយើងចាំមើលបន្តិចសិនទៅអាហ្នឹងលោកមនិតកានដីគាត់មានប្រសាសន៍អញ្ចឹងហើយមួយទៀតយើងអាចចាំពីមហាអំណាចពីរទៀតដែលអត់ឆ្លើយអាចមានហើយបារាំងព្រោះបារាំងគេអ្នកធ្វើផែនទីដូច្នេះយើងចាំបន្តិចទៅបើសិនជាបានពីមហាអំណាចទាំងពីរហ្នឹងក៏ជាការល្អដែរបាទ
បាទលោកបណ្ឌិតសុកទូចងាកមករឿងផែនទីនឹងវិញដដែលហើយលោកបណ្ឌិតខ្ញុំសូមបាទតាមពិតខ្ញុំថ្ងៃហ្នឹងប្រហែលជាបើសិនជាអាយដាមអ៊ុំសំអានមានក្រមសីលធម៌ច្បាស់លាស់នឹងមិនបដិសេធទេខ្ញុំបានទូរស័ព្ទផ្ទាល់ទៅអាយដាមអ៊ុំសំអានឲ្យចូលរួមពិនិត្យផែនទីហ្នឹងយើងមានផែនទីបារាំងផងនិងផែនទីរបស់អាមេរិកផងហើយតាមតែខ្ញុំដឹងទេផែនទីនឹងមិនខុសគ្នាទេគ្រាន់តែរងចាំតែប្រធានាធិបតីរបស់បារាំងគេចុះហត្ថលេខាដើម្បីបកគលជាផ្លូវការទេតាមពិតថ្ងៃនោះយើងបានបង្ហាញ4ប្រភពនៃផែនទីលើកលែងតែផែនទីរបស់អាយដាមអ៊ុំសៀងពេញសែដែលគាត់មិនព្រមឲ្យយើងបានយើងអត់ផ្ទៀងទៅវិញហើយអាយដាមអ៊ុំសំអានចាំច្បាស់ណាស់លោកថាអាយដាមថាគាត់អត់បានមកទេគាត់នៅសៀមរាបមកមិនទាន់ទេនេះខ្ញុំទូរស័ព្ទផ្ទាល់ក្នុងលេខរបស់ខ្ញុំដើម្បីឲ្យអស់មន្ទិលសង្ស័យហើយយើងបានផ្ទៀងផ្ទាត់ហើយថាបោះបារាំងប្រើ UTM ប្រើបនខ្នាត1 លើ 100,000 នឹងវាត្រូវគ្នាទេប៉ុន្តែជាទូទៅផែនទីរបស់អាមេរិកដែលនៅក្នុងផែនទីរបស់បណ្ណាល័យ Congress ហ្នឹងគឺប្រើ UTM ដូចគ្នាប៉ុន្តែដែលយើងយកមកផ្ទៀងផ្ទាត់យើងឲ្យផ្ទៀងផ្ទាត់ទាំងអស់គ្នាវាដូចគ្នាទេអាខ្នាត1 លើ 100,000 ហ្នឹងអានឹងចំណុចទី1ចំណុចទី2រឿងដែលផែនទីរបស់ UN គេបានបញ្ជាក់ច្បាស់ណាស់ថាគេមិនមែនមកដោះស្រាយរឿងយើងទេហើយផែនទីនេះក៏មិនមែនបង្ហាញអំពីភាពត្រឹមត្រូវរបស់ព្រំដែននៃប្រទេសទាំងពីរដែរគេបាននិយាយច្បាស់ណាស់នៅក្នុងឯកសារប៉ុន្តែដោយសារតែប្រវត្តិសាស្ត្រនិយាយតគ្នាថាយើងបានតម្កល់ផែនទីនៅឆ្នាំ1963ដល់69ហើយតាមពិត63ដល់69នេះគឺជាផែនទីទម្លាក់គ្រាប់បែកដែលបានឈ្លានពានហើយគេបានប្រាប់ថ្ងៃខែឆ្នាំដែលទម្លាក់គ្រាប់បែកអានឹងខ្ញុំសូមជម្រាបហើយយើងផែនទីហ្នឹងយើងបានប្រាប់នៅរាជបណ្ឌិតសភានឹងមុននឹង UN យកមកទៀតពួកគេបានផែនទីនឹងរួចហើយយើងបានផែនទីរួចហើយគ្រាន់តែថ្ងៃ20ហ្នឹងបង្ហាញពីភាពដែល UN ប្រគល់ឲ្យទេតាមពិតផែនទីនឹងយើងបានតាំងពីមួយខែមុននៃ UN មកទៀតហើយឥឡូវហ្នឹងផែនទីរបស់បារាំងហ្នឹងក៏យើងមានទៀតវាអត់មានស្អីខុសពីហ្នឹងទេហើយយើងនិយាយថាផែនទីសញ្ញេដោយវៀតណាមដោយភាគីកម្ពុជា82 83 85ហ្នឹងថាវាមិនមែនរដ្ឋធម្មនុញ្ញខ្ញុំកោតតែនិយាយទៅរួចតំណាងរាស្ត្រមួយទាំងមូលអត់ប្រមើលច្បាប់ហ្នឹងបានចូលទៅជាក្រមទៅជារដ្ឋធម្មនុញ្ញរួចទៅហើយតែរដ្ឋធម្មនុញ្ញបន្ថែមឲ្យសូមមើលឡើងវិញហើយអ្នកណាថា82 83មិនស្របច្បាប់មានន័យអ្នកឯងចេះនិយាយថាគោរពរដ្ឋធម្មនុញ្ញឥឡូវបើវាទៅជារដ្ឋធម្មនុញ្ញមិនគោរពគឺអ្នកឯងនឹងខ្លួនឯងទៅធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញហ្នឹងមានទាំងបណ្ឌិតកែន័យរួមជាមួយគ្នាផងព្រោះ82 83 85ទៅជាស្អីរដ្ឋធម្មនុញ្ញឆ្នាំ2005បញ្ចូលក្នុងរដ្ឋធម្មនុញ្ញដូចទៅហើយអញ្ចឹងសូមមើលអានឹងឡើងវិញហើយថ្មីនេះរដ្ឋាភិបាលបង្ហោះគ្រប់អត់មានអីអាកម្លាំងទេអញ្ចឹងសូមឲ្យមើលឡើងវិញពីព្រោះអានឹងបានបញ្ចូលទៅជារដ្ឋធម្មនុញ្ញរួចទៅហើយមានមូលដ្ឋានកតិយុត្តត្រឹមត្រូវណាស់អញ្ចឹងហើយបានជារដ្ឋាភិបាលថាបើអ្នកណាថាខ្លាំងមានន័យថាអ្នកឯងទៅរដ្ឋប្រហាររដ្ឋធម្មនុញ្ញរួចទៅហើយបាទហើយនេះសូមបញ្ជាក់ម្ដងទៀតបាទអរគុណលោកបណ្ឌិតសុកទូចលោកបណ្ឌិតកែមលីលោកសុកទូចមានប្រសាសន៍ថាអាប៉ោងបើកក្របហើយអ្វីក៏មើលឃើញទាំងអស់ហើយលោកបណ្ឌិតមើលឃើញក្របនៅក្នុងចានអាប៉ោងនឹងដែរក្របលេខប្រមាណឬមួយក៏លោកបណ្ឌិតមានគំនិតបែបណាទៅវិញចំណុចទី2អ្វីក៏ដោយស្របតាមរដ្ឋធម្មនុញ្ញទាំងអស់លោកឆ្លើយយ៉ាងម៉េចវាអាប៉ោងវាមាន6រុនប៉ុន្តែដល់ពេលបើកក្របទៅអាប៉ោងនោះវាបែកវាអត់មានក្របអញ្ចឹងណាអាហ្នឹងយើងមើលឃើញជាទូទៅបើសិនជាយើងដឹងថាផែនទីដែលរំកល់នៅអង្គការសហជីវផែនទីដែលយកពីអង្គការសហជីវជាផែនទីឈ្លានពានហេតុអីបានយើងគិតថាផែនទីដែលយកទៅប្តឹងឈ្លានពាននោះវាមកដូចផែនទីរបស់រដ្ឋាភិបាលអាហ្នឹងរឿងមួយរឿងទី2បើសិនជាអ្វីដែលរដ្ឋាភិបាលធ្វើនឹងវាត្រឹមត្រូវវាច្បាស់លាស់ហើយវាមានរដ្ឋធម្មនុញ្ញចែងអីត្រឹមត្រូវនៅធម្មនុញ្ញបន្ថែមអីឧទាហរណ៍ហេតុអីបានយើងមានមូលហេតុមកចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអានឹងរឿងទី2រឿងទី3ដូចដែលខ្ញុំបានលើកឡើងអញ្ចឹងអ្វីដែលយើងបើកក្របនឹងវាទាល់តែមានអ្នកជំនាញមើលផែនទីពីព្រោះថាបើសិនជាលំអៀង1មីលីម៉ែត្រ2មីលីម៉ែត្រហើយយកផែនទីតូចយកមកបង្ហាញឲ្យមនុស្សដែល
មើលនឹងវានៅឆ្ងាយបើសិនជាខ្ញុំទេធ្លាប់បើសិនជាខ្ញុំបើឲ្យខ្ញុំទៅមើលដូចដាក់គោឲ្យមើលប៉ុនអញ្ចឹងអាហ្នឹងតែវាត្រូវពិនិត្យមើលច្បាស់លាស់ឡើងមកមើលម្ដងមួយហើយនឹងអ្នកនឹងមានជំនាញទៅទៀតបើសិនជាអ្នកនឹងអត់មានជំនាញអត់ខុសពីយើងអត់ដែលរៀនឲ្យទៅធ្វើlogarit integral នៅថ្នាក់ទី12ទេបាទសំកាត់លោកបណ្ឌិតកែមលីបន្តិចខ្ញុំសូមងាកមកលោកសុកទុយសម្ដីនឹងហាក់ដូចជាឌឺមកលោកសុកទុយបន្តិចលោកសុកទុយតើលោកមានជំនាញក្នុងការមើលផែនទីនឹងទេដែលជាប្រធានដោយសារលោកបណ្ឌិតកែមលីលោកអាចបានចូលរួមទៅកន្លែងវិមានសន្តិភាពតាមពិតគេ copy បានគេយកអាផែនទីរបស់ UN ហ្នឹងវាអត់ទាន់មកទេពីព្រោះគេ copy បានន័យថាគេហៅថាផ្ដានភាសាខ្មែរថាផ្ដានពីផែនទីរបស់រដ្ឋាភិបាលហ្នឹងទៅដាក់ទៅលើផែនទីរបស់ UTM ខ្នាត 100,000 និងបន 100,000 ដាក់លើគ្នាវាត្រួតស៊ីគ្នាអាហ្នឹងគេហៅថាក្បាច់ស្រីបាទគេភាសានេះហៅកាកែយកទៅដាក់ហើយខ្ញុំជឿថាប្រហែលជាលោកបណ្ឌិតកែមលីម្នាក់ឯងមើលមិនច្បាស់ក៏មិនដឹងប៉ុន្តែសម្រាប់កាមេរ៉ារាប់រយកាមេរ៉ាហ្នឹងហើយគេផ្ទៀងហ្នឹងគេអត់មានអាចកំបាំងអីទេគេថាអ្នកណាក៏មើលបានដែរគេផ្ទៀងហើយគេយកទៅដាក់ហើយវាត្រូវសួរថាចុះអាផែនទីហ្នឹងវាឈ្លានពានមិនក៏ដាក់ត្រូវច្រឡំទៀតតែកន្លែងហ្នឹងច្រឡំទៀតដូចបងជុនច័ន្ទបុតសួរខ្ញុំចឹងមិនមែនទេផែនទីដដែលហ្នឹងប៉ុន្តែគេយកតែផែនទីណាដែលចំណុចកន្លែងណាដែលវាឈ្លានពានប៉ុន្តែផែនទីចេញពីបនខ្នាត 100,000 គ្រាន់តែជា convert បំលែងឲ្យទៅជា UTM តែប៉ុណ្្នឹងទេហើយគេយកតែចំណុចណាដែលឈ្លានពានមិនមែនគេគូផែនទីថ្មីទេសូមបញ្ជាក់ម្ដងហើយម្ដងទៀតអញ្ចឹងខ្ញុំក្រុមច្រឡំអញ្ចឹងបើសិនជាយកអា18ទាំងហ្នឹងមកប្រៀបធៀបជាមួយបរដ្ឋាភិបាលក៏វាដូចគ្នាដែរព្រោះវាចេញពី UTM ឬក៏ពីបនខ្នាត 100,000 នឹងដដែលទេគ្រាន់តែជាកន្លែងហ្នឹងវាកន្លែងឈ្លានពានមិនមែនគូថ្មីទេណាសូមបញ្ជាក់មិនមែនគូថ្មីទេបាទការពិតយើងខាងនីតិវិទ្យាអ្នកស្ដាប់ប៉ុន្តែយើងមិនបានជម្រាបហៅអ្នកស្ដាប់មកម្ដងសោះយើងទៅជែកគ្នាទៅគ្នាយើងឥឡូវនេះខ្ញុំចង់ផ្ដល់ឱកាសដល់លោកពិសិដ្ឋដែលហៅមកពីសហរដ្ឋអាមេរិកលោកពិសិដ្ឋសូមជួយដាក់សំណួរបាទហៅជម្រាបសួរលោកជួនច័ន្ទបុតហើយជម្រាបសួរលោកវាគ្មិនទាំងអស់គ្នាបាទហើយខ្ញុំសូមមានមតិបន្តិចចាំខ្ញុំមានសំណួរស្ដាប់ទៅដូចជារលកថ្មីអក្សរថ្មីដល់ផ្ដាល់គុកមួយហើយការស្រាវជ្រាវក៏ហាក់ដូចជារលកស៊ូណាមីទៀតគឺខ្លាំងតែម្ដងតាមតែ3ខែអាចសម្រេច5-6ខែអាចសម្រេចថាផែនដីកម្ពុជាហ្នឹងត្រូវផ្លាស់ប្ដូរហើយដូចជាការផ្លាស់ប្ដូរផ្នត់គំនិតរបស់ពលរដ្ឋទាំង15-16លានអ្នកថែមទៀតព្រោះ181,000ក៏ត្រូវខុសហើយរែងឯកសារនានាដែលតាមមានពីសម័យមុនក៏ខុសអត់អលីងទាំងអស់តែនេះជាសក្ការៈថ្មីហើយជារលកសង្គមមួយ